មានក្រុមអ្នកសិក្សាស្រាវជ្រាវចំនួនមួយក្រុមដែលមានគ្នាចំនួន9នាក់ពួកគាត់បានទៅសិក្សានៅក្នុងតំបន់មួយដែលជាតំបន់ប៉ូលដែលកន្លែងនោះដែរត្រូវបានគេរាយការណ៍មកថាគឺមានសត្វចម្លែកស្លាប់ហើយវាពិតជាមានសន្តានធំខ្លាំងតែមែនទែនដោយសារតែទទួលបានព័ត៌មានទាំងអស់នឹងឯងទៅក្រុមពួកគេទាំងអស់គ្នានឹងក៏បានធ្វើបេសកកម្មទៅកន្លែងនោះដើម្បីឲ្យដឹងប្រកាសថាតើមានសត្វអីគេស្លាប់មួយវិញទៀតអ្នកនរគ្នាឲ្យមានអត់ដឹងថាតើនៅក្នុងសាច់រឿងតុក្កតាមួយនេះជាប្រភេទសាច់រឿងដែលដកចេញពីសាច់រឿងពិតឬមួយក៏យ៉ាងណានោះទេខ្ញុំអត់ដឹងថាតើគេគ្រាន់តែធ្វើដើម្បីឲ្យយើងស្ដាប់កំសាន្តលេងឬមួយក៏ជារឿងពិតហើយមានអត់ដឹងច្បាស់ទេប៉ុន្តែនៅក្នុងសាច់រឿងនេះគឺគេមានថ្ងៃទីកើតហេតុច្បាស់លាស់ណាតើឥឡូវយើងកុំឲ្យខាតពេលយើងទៅស្ដាប់នៅសាច់រឿងពេញទាំងអស់គ្នាតែម្ដងទៅកាលពីថ្ងៃទី25ខែមករាឆ្នាំ1955មានទូរស័ព្ទដ៏ចម្លែកមួយហ្នឹងបានខលទៅរាយការណ៍ទៅដល់ក្រុមយុវជនចំនួនមួយក្រុមដែលគេបានខលរាយការណ៍ប្រាប់ថាគេបានឃើញសត្វដ៏ចម្លែកដែលវាមានរូបរាងធំតែមែនទែនហើយវាក៏បានស្លាប់នៅក្នុងតំបន់នោះអីចឹងណាបន្ទាប់ពីទទួលបានព័ត៌មានទាំងអស់ហ្នឹងហើយពួកគេទាំងអស់គ្នានឹងក៏ចាប់ផ្ដើមរៀបចំខ្លួនទៅកន្លែងហ្នឹងតែម្ដងលុះដល់ថ្ងៃទី2ខែ2ឆ្នាំ1955ពួកគេទាំងអស់គ្នានឹងក៏បានចាប់ផ្ដើមធ្វើដំណើរទៅកាន់ទីតាំងកន្លែងនោះហើយទីតាំងដែលគេបានរាយការណ៍ហ្នឹងវានៅចម្ងាយប្រហែលជា10គីឡូពីទីតាំងដែលគេបានឈប់ចុះចតបន្តមកទៀតពួកគេទាំងអស់គ្នានឹងក៏ចាប់ផ្ដើមធ្វើដំណើរទៅកាន់ទីតាំងដែលគេបានរាយការណ៍ហ្នឹងចឹងណានៅក្នុងចំណោមយុវជនទាំងអស់គ្នាហ្នឹងក៏មានមនុស្សម្នាក់ដែលគាត់បានសរសេរនៅកំណត់ហេតុណាហើយពួកគេទាំងអស់គ្នានឹងក៏គិតថាពេលដែលគេធ្វើដំណើរទៅទីតាំងកន្លែងនោះគេអាចនឹងចំណាយពេលប្រហែលជាត្រឹមតែ2ថ្ងៃអីទេទៅដល់កន្លែងហ្នឹងហើយលុះដល់ថ្ងៃទី3ខែ2ឆ្នាំ1955ពួកគេទាំងអស់គ្នានឹងក៏ចាប់ផ្ដើមបោះតង់ដើម្បីឈប់សម្រាកមួយយប់សិនហើយពេលដែលពួកគេបានសម្រាកនឹងដែរក៏មានបរិសម្នាក់ដែលគាត់បានឮសំឡេងនៅខាងក្រៅតង់ហើយវាគឺជាសំឡេងមួយដែលគួរឲ្យចម្លែកលុះដល់ពេលព្រឹកបរិសម្នាក់នឹងគាត់ក៏បានសួរមិត្តរួមក្រុមរបស់គេថាមានឮសំឡេងចម្លែកអីដែរឬមួយក៏អត់បរិសម្នាក់នឹងបានឆ្លើយប្រាប់ថាគេអត់មានឮសំឡេងចម្លែកអីនោះទេតែឯងនឹងកំពុងតែរវើរវាយដេកយល់សពមែនឯងសង្ស័យតែធន់ជាមួយនឹងអាកាសធាតុកន្លែងនេះមិនបានទើបធ្វើឲ្យឯងនឹងដេកយល់សពរវើរវាយអីទៅដឹងមូលហេតុដែលគេនិយាយអញ្ចឹងដោយសារតែនៅក្នុងតំបន់កន្លែងនឹងដែរគឺវាខ្វះអុកស៊ីហ្សែនដោយសារតែវាត្រជាក់ខ្លាំងពេកលុះដល់ថ្ងៃទី4ខែ2បរិសម្នាក់ហ្នឹងក៏ចាប់ផ្ដើមឮសំឡេងចម្លែកបន្តទៀតហើយដែលក្នុងអំឡុងពេលប្រហែលជាខ្ទង់ម៉ោង10គេនឹងក៏បានឮសំឡេងខ្សឹបដូចជាសំឡេងរបស់មនុស្សអញ្ចឹងដោយមិនបង្អង់យូរបរិសម្នាក់ហ្នឹងគេក៏បានចេញពីតង់ហើយក៏បានទៅរកគ្នាដើម្បីឲ្យមកជួយស្ដាប់អីចឹងណាអាពេលដែលកំពុងតែស្ដាប់នឹងដែរគេក៏មានអារម្មណ៍ថារៀងភ័យខ្លាចផងដែរបន្ទាប់ពីបរិសម្នាក់ហ្នឹងបានទៅដល់មុខតង់របស់មិត្តភ័ក្តិរបស់គេហ្នឹងក៏ស្រាប់តែសំឡេងហ្នឹងវាក៏ចាប់ផ្ដើមបាត់តែម្ដងលុះដល់ថ្ងៃទី5ខែកុម្ភៈពួកគេទាំងអស់គ្នានឹងក៏បានទៅដល់ទីតាំងកំណត់ពេលទៅដល់នោះដែរពួកគេទាំងអស់គ្នានឹងក៏បានឃើញមានដូចជាទ្វារអីមិនដឹងនោះទេហើយក៏មានឃើញសាកសពរបស់មនុស្សដែលសាកសពនឹងគឺវាធំខ្លាំងតែមែនទេណាដូចជាមនុស្សយក្សអញ្ចឹងដែលវាមានចម្ងាយពីទីតាំងដែលគេបានបោះជំរំនឹងប្រហែលជា2គីឡូដែរហើយសាកសពដែលបានស្លាប់នឹងដែរវាមានទំហំរហូតដល់20ម៉ែត្រឯណោះពេលនោះដែរបរិសម្នាក់ហ្នឹងគាត់ក៏បានដូចជាឮសំឡេងអីចម្លែកនៅក្នុងតិចរបស់គាត់ចំណែកឯមិត្តភ័ក្តិរបស់គាត់ដទៃទៀតហ្នឹងក៏បានខ្សឹបខ្សៀវគ្នាថាពួកគេដំបងឡើយគិតថាវាគួរឲ្យខ្លាចប៉ុន្តែដល់ពេលមកដល់ឃើញជាក់ស្ដែងវាមានអីគួរឲ្យខ្លាចផងហ្នឹងប៉ុន្តែបរិសម្នាក់ហ្នឹងគេក៏បានបញ្យល់ក៏បាននិយាយរៀបរាប់ប្រាប់ទៅកាន់មិត្តភ័ក្តិរបស់គេណាគេបាននិយាយប្រាប់ថាអាសោសពហើយនឹងអាទ្វារចម្លែកហ្នឹងដែរវាមិនមែនជារឿងដែលធម្មតានោះទេពួកឯងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នផងណាលុះដល់ថ្ងៃទី8ខែកុម្ភៈពួកគេចំនួន3នាក់នាំគ្នានឹងទៅកាន់ទីតាំងកន្លែងនោះដែលមានបរិសុទ្ធដែលជាម្ចាស់កំណត់ហេតុម្នាក់ហើយនឹងមិត្តភ័ក្តិរបស់គេចំនួន2នាក់ផ្សេងទៀតកន្លែងនេះមានសុំកាត់ទៅបងប្អូនដោយសារតែពួកគេទាំងអស់គ្នានឹងបានធ្វើដំណើរអស់ជាច្រើនថ្ងៃណាប៉ុន្តែអ្វីដែលគេបានកត់សម្គាល់ឃើញនឹងគឺថាពេលដែលគេធ្វើដំណើរហ្នឹងវាមានអារម្មណ៍ថាដូចជាឆ្ងាយដូចជាឆ្ងាយរាប់ម៉ឺនរាប់ពាន់គីឡូឯណោះប៉ុន្តែទាំងដែលអ្វីដែលគេបានឃើញនឹងវាចម្ងាយប្រហែលជា2គីឡូដីនោះទេហើយពេលដែលពួកគេទាំង3នាក់នឹងបានធ្វើដំណើរពួកគេបែរជាឃើញដានជើងនឹងរបស់ខ្លួនឯងទៅវិញហើយបរិសុទ្ធដែលជាម្ចាស់កំណត់ហេតុនឹងគាត់ក៏បានគិតថាទេអាប៉មហើយនឹងអាសាកសពហ្នឹងវាចង្អាយប្រហែលជា2គីឡូដីនោះទេមិនក៏វានឹងដើរចំណាយពេលយូរថ្ងៃម្លេះលុះដល់ថ្ងៃទី10ខែកុម្ភៈពួកគេទាំងអស់គ្នានឹងក៏ចាប់ផ្ដើមដល់ពាក់កណ្ដាលផ្លូវហើយពួកគេនឹងក៏កាន់តែសប្បាយចិត្តហើយដោយសារតែត្រឹមតែ2គីឡូនោះទេពួកគេធ្វើដំណើររហូតដល់2ថ្ងៃឯណោះលុះដល់ថ្ងៃទី11ខែកុម្ភៈពួកគេក៏បានក្រោកពីដំណេកហើយក៏ស្រាប់តែគេនឹងក៏បានឃើញបាត់អាខ្លងទ្វារមនុស្សហើយនឹងសាកសពរបស់មនុស្សចម្លែកបន្ទាប់មកពួកគេនឹងក៏បានមើលត្រីវិស័យសារថ្មីណាថាពួកគេនឹងវង្វេងក្នុងតំបន់អីណាមួយអីទៅដឹង
បន្ទាប់មកពួកគេនឹងក៏បានប្រកែកគ្នាថាអត់អ្វីនោះទេម្នាក់ក៏ប្រកែកអញ្ចេះម្នាក់ក៏ប្រកែកអញ្ចោះចឹងទៅបន្ទាប់មកទៀតក៏ស្រាប់តែពួកគេនឹងក៏បានឃើញអាខ្លងទ្វារហើយនឹងសាកសមមនុស្សម្នាក់ហ្នឹងម្ដងទៀតបន្ទាប់មកពួកគេទាំងអស់គ្នានឹងក៏ចាប់ផ្ដើមឆ្ងល់ហើយថាហេតុអីបានជាវាបែបហ្នឹងទៅវិញហើយពួកគេនឹងកំពុងតែជាប់គាំងនៅកន្លែងណាទៅលុះពួកគេធ្វើដំណើរពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃទី13ខែកុម្ភៈពួកគេទាំងអស់គ្នានឹងក៏បានធ្វើដំណើរចុះឡើងក៏ដល់កន្លែងដដែលធ្វើដំណើរចុះឡើងក៏ដល់នៅកន្លែងបោះតង់ដដែលលុះដល់ថ្ងៃទី16ខែកុម្ភៈបរិដែលសរសេរកំណត់ហេតុហ្នឹងគាត់ក៏បានឃើញកំណត់ហេតុរបស់គាត់ហ្នឹងជ្រុះនៅកន្លែងតកកហ្នឹងហើយគាត់ក៏បានរើសវានឹងយកមកអានហើយក៏បានឃើញថាកំណត់ហេតុហ្នឹងគឺគាត់បានសរសេរយូរហើយតាហើយមិនក៏មានអារម្មណ៍ថាដូចវាថ្មីហើយមិនក៏គាត់នឹងត្រូវទៅសេឡើងវិញហើយមិនអីចឹងណាខួរក្បាលរបស់គាត់នឹងចាប់ផ្ដើមវល់ចាប់ផ្ដើមលក្ខណៈថាវង្វេងវង្វាន់ហើយមិនដឹងថាអីគឺជាអីនោះទេពេលនោះដែរគាត់ក៏បានឃើញមនុស្សចំនួន3នាក់ហើយគាត់នឹងក៏បានស្រែកហៅគេឲ្យជួយផងអីចឹងប៉ុន្តែពេលនោះក៏ស្រាប់តែមនុស្ស3នាក់នឹងក៏បានចូលខ្លួនខ្លាចទៅជាមនុស្សតែមួយហើយក៏បានយកកបិតនឹងមកចាក់សម្លាប់គាត់ស្លាប់បាត់ទៅហើយមុននឹងគាត់ស្លាប់ហ្នឹងគាត់នឹងក៏បានដើរលក្ខណៈថាដើរទៅកន្លែងអាមាត់ទ្វារហ្នឹងណាហើយដើរគាត់ក៏បានដួលស្លាប់បាត់ទៅកន្លែងហ្នឹងតែម្ដងហើយនៅចុងបញ្ចប់នៃសាច់រឿងយើងក៏បានដឹងការពិតទៅបរិយដែលគាត់បានធ្វើដំណើរនៅកន្លែងភ្នំតកហ្នឹងការពិតទៅគាត់បានស្លាប់យូរណាស់ទៅហើយហ្នឹងអ្នកនរគ្នាប៉ុន្តែគ្រាន់តែថាវាដូចជារឿង SCP អីមិនដឹងទេបងប្អូនដែលបរិយដែលគាត់សរសេរកំណត់ហេតុហ្នឹងគឺគាត់បានសរសេររៀបរាប់ពិតមែនប៉ុន្តែគាត់បានស្លាប់ហើយគាត់បានសម័យគាត់បានធ្វើនៅព្រឹត្តិការណ៍នឹងដដែលតែម្នាក់ឯងវាប្រៀបបានដូចជាពលឹងខ្មោចអញ្ចឹងហើយក្រុមអ្នកជួយសង្គ្រោះនឹងគេបានយកកំណត់ហេតុរបស់គាត់នឹងយកមកអានយកមកនិទានឲ្យយើងស្ដាប់នឹងឯងហើយសាច់រឿងរបស់គាត់នឹងគឺគេនិទានតាមកំណត់ហេតុរបស់គាត់ណាដែលគាត់សរសេរតាំងតែពីគាត់ចុះមកដល់ទឹកដីកន្លែងនេះដំបូងហើយម្ចាស់សភៅនឹងដែរគឺមិនដឹងថាអ្នកណាគេជាអ្នកសម្លាប់នោះទេហ្នឹងហើយគឺគាត់សរសេរបានត្រឹមតែប៉ុណ្្នឹងណាបាទហើយសាច់រឿងរបស់យើងសង្ឃឹមថាអ្នកនរគ្នាយល់បាទអរគុណអ្នកនរគ្នាបាយនេះគឺជាសាច់រឿងតុក្កតាដែលរន្ធត់ហើយអេដមីនសូម recommend បើសិនជាអ្នកដែលគាត់មានអាយុក្រោម15ឆ្នាំសូមកុំទស្សនានៅវីដេអូមួយនេះអីដោយសារតែវីដេអូមួយនេះគឺរន្ធត់ខ្លាំងរូបភាពគួរឲ្យខ្លាចមួយវិញទៀតគឺអសរោះលក្ខណៈអាភាសតែម្ដងអ្នកនរគ្នាទៅចេញអសរោះអីណាណៃនេះគឺវាអសិលធម៌វាអត់សូវស័ក្តិសមជាមួយនឹងក្មេងទស្សនាអញ្ចឹងអញ្ចឹងអេដមីនសូមបំរាម warning ឲ្យហើយនៅក្នុងវីដេអូនេះគឺមានចំនួន11រឿងដោយសារតែនៅក្នុងសាច់រឿងរូបភាពហ្នឹងគឺវាខ្លីៗដែរទេអ្នកនរគ្នាប៉ុន្តែសាច់រឿងគួរឲ្យចាប់អារម្មណ៍ប្លែកអ្នកនរគ្នាប្លែករន្ធត់សាហាវហើយវាលាក់នៅអាកបាំងច្រើនតឥឡូវយើងទៅទស្សនានៅសាច់រឿងទី1សាច់រឿងទី1អេមីនសូមដាក់ចំណងជើងថាម្ដាយចុងនៅដើមនៃសាច់រឿងគឺមានក្មេងប្រុសម្នាក់ដែលគាត់បានកំពុងតែអង្គុយយំនៅមុខភ្នូសពដែលភ្នូសពនោះដែរគឺជាភ្នូសពម្ដាយរបស់គាត់ដែលមានឈ្មោះថា Stellaដែលគាត់បានស្លាប់នៅក្នុងឆ្នាំ2017បន្ទាប់ពីម្ដាយរបស់ក្មេងប្រុសនោះត្រូវបានស្លាប់ឪពុករបស់គាត់ក៏បានយកប្រពន្ធថ្មីហើយឪពុកម្នាក់នោះដែរគឺមិនសូវដែរខ្វាយខ្វល់មិនដែរសូវមើលកូនប្រុសអីនឹងនោះទេដល់ពេលអញ្ចឹងកូនប្រុសរបស់គាត់នឹងក៏មានបំណងអាក្រក់ដែលក្មេងម្នាក់ហ្នឹងគឺមិនសូវល្អនោះទេអ្នកនរគ្នាកុំយកគំរូតាមឲ្យសោះក្មេងប្រុសម្នាក់ហ្នឹងក៏មានគំនិតចង់ដាក់ថ្នាំសម្លាប់ទៅកាន់ម្ដាយចុងរបស់គេបន្ទាប់មកគេក៏បានយកអាថ្នាំពុលមួយហ្នឹងទៅដាក់ចូលទៅក្នុងកែវទឹកហើយម្ដាយរបស់គេចាប់ផ្ដើមផឹកវាតែម្ដងអ្វីដែលគេរំពឹងទុកវាមិនអាចคล้ายទៅជាការពិតនោះទេព្រោះអីថាពេលដែលម្ដាយចុងរបស់គេកំពុងតែផឹកថ្នាំនឹងទៅក៏ស្រាប់តែអ្វីគ្រប់យ៉ាងក៏បានផ្លាស់ប្ដូរតែម្ដងម្ដាយរបស់គេនឹងក៏បានរត់ចូលទៅក្នុងបន្ទប់ភ្លាមដែលរត់ចូលទៅនឹងគឺមិនមែនរត់ចូលទៅធ្វើអីនោះទេគឺទៅរត់ចូលទៅដេកជាមួយនឹងឪពុករបស់គេតែម្ដងបែកងាងសាហាវនេះដល់គ្នាហើយយើងក៏ដឹងមូលហេតុថាហេតុអីបានជាថ្នាំពុលប្រែទៅជាថ្នាំអីផ្សេងទៅវិញដំបូងឡើយក្មេងប្រុសម្នាក់នោះចង់សម្លាប់ម្ដាយចុងរបស់គេប៉ុន្តែពលឹងខ្មោច Stella ដែលត្រូវជាម្ដាយបង្កើតរបស់ក្មេងប្រុសម្នាក់នោះគាត់ក៏បានលួចដូរថ្នាំទៅជាថ្នាំអីផ្សេងវិញហើយគាត់ក៏បាននិយាយប្រាប់ទៅកាន់កូនរបស់គាត់ថាសូមកូនកុំធ្វើអញ្ចឹងអីព្រោះនាងក៏ជាម្ដាយរបស់កូនផងដែរហើយពីរអ្នកម៉ែកូនគេនឹងក៏បានយំអបគ្នានៅគ្រានឹងទៅហើយសាច់រឿងទី1របស់យើងក៏ដល់ទីបញ្ចប់តឥឡូវយើងចូលដល់សាច់រឿងទី2រឿងទី2នេះមានសុំដាក់ចំណងជើងថាការបួងសួងដំបូងឡើយគឺមានបរិយម្នាក់ដែលគាត់គឺជាមនុស្សសាមញ្ញនោះទេហើយគាត់ក៏បានទៅកន្លែងព្រះវិហារមួយដើម្បីបន្លំខ្លួនធ្វើជាលោកអាចារ្យដោយសារតែព្រះវិហារមួយនឹងគឺគ្មានអាចារ្យគ្មានអីនោះទេដូច្នេះគាត់ក៏បានធ្វើការនៅកន្លែងហ្នឹងទៅលក្ខណៈថាគាត់ជាអ្នកកាន់ការខុសត្រូវនៅទីតាំងកន្លែងនោះអីចឹងបន្ទាប់ពីបានកាន់កាប់នៅកន្លែងទីតាំងវត្តអារាមនឹងហើយព្រះវិហារនឹងហើយបរិយម្នាក់ហ្នឹងគឺតែងតែទៅសំពះបន់ស្រន់នៅកន្លែងរូបព្រះមិនដឹងជាព្រះអីទេអ្នកនរគ្នានៅកន្លែងទីតាំងមួយនោះដែលគាត់បន់ស្រន់ជារៀងរាល់ថ្ងៃនៅអង្គុយនៅនឹងឯងអត់មានខ្វាយខ្វល់ពីអ្នកណាគេនោះទេ
ហើយគាត់ក៏មានដៃគូរបស់គាត់ម្នាក់ផងដែរនារីម្នាក់ហ្នឹងគឺត្រូវជាប្រហែលជាត្រូវជាស្រីស្នេហ៍របស់គាត់ដែលគាត់នឹងគឺពិតជាធុញខ្លាំងមែនទែនជាមួយនឹងលោកអាចារ្យម្នាក់នោះដោយសារតែធុញទ្រាន់ខ្លាំងពេកពីមួយថ្ងៃទៅមួយថ្ងៃនេះឃើញតែអង្គុយនៅនឹងមុខរូបសំណាករូបផ្ទាំងមួយហ្នឹងគាត់ក៏បានបួងសួងថាសូមឲ្យប្តីរបស់គាត់ឬមួយក៏លោកអាចារ្យម្នាក់ហ្នឹងទៅនៅក្នុងរូបហ្នឹងម្ដងទៅហើយឲ្យលោកអាចារ្យដែលនៅក្នុងរូបហ្នឹងចេញមកធ្វើជាប្តីរបស់គាត់វិញទៅវាល្អជាជាងអញ្ចឹងបន្ទាប់ពីបាននិយាយទាំងកំហឹងរួចនារីម្នាក់ហ្នឹងក៏បានចូលសម្រាកបន្ទាប់ពីភ្ញាក់ឡើងពេលព្រឹកនោះនាងក៏បានដឹងថាដូចជាបាត់ប្តីរបស់នាងហើយនាងក៏បានឃើញមានស្នាមឈាមនៅទីតាំងកន្លែងនោះហើយនាងក៏មិនដឹងថាប្តីរបស់នាងនឹងទៅទីណានោះទេពេលនោះឯងដែលយើងដឹងថាកាពិតទៅលោកអាចារ្យម្នាក់ហ្នឹងគឺបានចេញមកក្រៅលោកអាចារ្យសំទោសអ្នកនរគ្នារូបព្រះដែលនៅក្នុងនឹងគឺបានចេញមកក្រៅហើយប្តីរបស់នាងនឹងគឺបានដូរទៅចូលទៅក្នុងនឹងវិញម្ដងហើយព្រះថ្មីដែលចូលទៅក្នុងរូបគំនូរនោះដែរដែលត្រូវជាលោកអាចារ្យមិញហ្នឹងណាឥឡូវនេះគឺរូបគំនូរគឺប្លែកមែនទែនអ្នកនរគ្នាមើលតាមការគូទៅគេធ្លាប់តែរូបព្រះរបស់គេនឹងគឺគេអត់មានកន្លែងហ្នឹងគឺអត់មានប្លែកភ្លូអីតាណានោះទេប៉ុន្តែចម្លែកអីតែលោកអាចារ្យខ្លាំងៗនេះគឺកន្លែងហ្នឹងគឺប្លែកមែនទែនបន្តមកទៀតនារីម្នាក់ហ្នឹងក៏បានរត់ចេញពីទីតាំងកន្លែងវត្តអារាមនោះក៏បានចេញមកក្រៅហើយក៏ស្រាប់តែក៏បានឃើញមនុស្សម្នាក់ដែលម្នាក់នោះគឺជាព្រះដែលបានចេញមកពីក្នុងរូបគំនូរអីនឹងឯងមានន័យថាគាត់បានដូរគ្នាជាមួយនឹងបរិសដែលបានធ្វើជាអាចារ្យខ្លែងខ្លាយឥឡូវនេះព្រះបានខ្លាយទៅជាមនុស្សធម្មតាឯបរិសដែលខ្លែងខ្លួននឹងគឺខ្លាយទៅជាព្រះវិញម្ដងហើយសាច់រឿងនេះក៏ចប់ត្រឹមតែប៉ុណ្្នេះតោះឥឡូវយើងតដល់សាច់រឿងទី3សាច់រឿងទី3មានសូមដាក់ចំណងជើងថាម្ដាយរបស់ក្មេងផ្ដើមនៃសាច់រឿងគឺមានយាយចាស់ម្នាក់កំពុងតែមើលក្មេងមើលមិនទាន់បានជាប្រមាណផងក៏ស្រាប់តែមាននារីវិកលចរិតម្នាក់បានកាន់កាំបិតហើយក៏បានរត់សម្រុកមកកាន់លោកយាយនោះលោកយាយម្នាក់នោះក៏បានស្រែកថាហេកុំមកចង់ចិត្តកូនរបស់យើងទៅឆ្ងាយជួយផងស្របពេលនោះក៏មានបិសាចកាជៀវមួយក្បាលដែលវាប៉ុនប៉ងចង់សម្លាប់ទៅកាន់ក្មេងនោះប៉ុន្តែដោយសារតែឮសម្រែកស្រែកឲ្យជួយផងពីសំណាក់លោកយាយគេក៏បានលោតទៅហក់វាយយាយប៉ែមួយនឹងបាត់ទៅហើយយាយចាស់ម្នាក់នឹងក៏បានរត់គេចចេញពីកន្លែងនោះហើយអ្នកនរគ្នាឆ្ងល់អត់ហេតុអីបានជាយាយចាស់ម្នាក់នឹងបែរជារត់គេចតែខ្លួនចឹងហើយគាត់ខ្លាចអីគេហើយបានជាគាត់នឹងមិនយកក្មេងនឹងទៅផងដែលឥឡូវនេះឯងដែលយើងទៅតែដឹងថាកាពិតទៅលោកយាយម្នាក់នោះគឺបានយកបេះដូងក្មេងប្រុសម្នាក់នោះទៅបាត់ទៅហើយអ្នកដែលត្រូវជាម្ដាយរបស់ក្មេងប្រុសម្នាក់នោះគឺជាស្ត្រីមិននោះទេដោយសារតែខឹងទៅកាន់យាយបិសាចម្នាក់នោះបិសាចកាជៀវក៏បានទៅតាមយាយនោះតែម្ដងហើយលោកយាយម្នាក់នោះគឺជាបិសាចបានយកបេះដូងក្មេងប្រុសម្នាក់នោះយកទៅស៊ីតែម្ដងពេលដែលបិសាចម្នាក់នោះតាមទៅតន់វាក៏បានសម្លាប់កាត់ក្បាលលោកយាយបាត់ស្លាប់បាត់ទៅហើយសាច់រឿងទី3របស់យើងនេះក៏បានដល់ទីបញ្ចប់តោះចូលដល់សាច់រឿងទី4រឿងនេះមានចំណងជើងថាបិសាចចិត្តល្អផ្ដើមនៃសាច់រឿងហ្នឹងគឺមានប្តីប្រពន្ធមួយគូដែលគាត់កំពុងតែឆ្លោះគ្នាមិនដឹងជាឆ្លោះគ្នារឿងអីនោះទេហើយគេក៏បានវាយទៅកាន់នារីម្នាក់នោះធ្វើឲ្យនារីម្នាក់នោះគឺសន្លប់បាត់ឈឹងតែម្ដងបន្ទាប់ពីប្រពន្ធរបស់គេនឹងបានសន្លប់ហើយគេក៏បានយកដេកេះអីហ្នឹងគឺចង់ដុតសម្លាប់ទៅកាន់ប្រពន្ធរបស់គេហើយរត់ចេញពីទីតាំងកន្លែងនោះអំឡុងពេលដែលគេកំពុងតែរត់ចេញពីផ្ទះហ្នឹងក៏ស្រាប់តែគេក៏បានឃើញបិសាចកាជៀវមួយក្បាលបានហោះចូលទៅក្នុងនោះបន្ទាប់ពីរត់បានយូរបន្តិចមកក៏ស្រាប់តែគេក៏បានឃើញមនុស្សស្រីម្នាក់ដែលនោះគឺជាប្រពន្ធរបស់គេមិញនោះឯងហើយគេដោយសារតែឃើញប្រពន្ធរបស់គេនៅរស់គេក៏បានសម្លាប់ម្ដងទៀតហើយពេលនោះក៏ស្រាប់តែក៏ឃើញមាននរណាគេម្នាក់បានចេញមកដែលនោះគឺជាប្រពន្ធរបស់គេម្ដងទៀតដែលមានរូបរាងគួរឲ្យខ្លាចហើយគេក៏ចង់ដុតសម្លាប់នារីម្នាក់នឹងម្ដងទៀតហើយប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នារីដែលមានរូបរាងចម្លែកនោះក៏បានដុតសម្លាប់គេបានមុនហើយអ្វីគ្រប់យ៉ាងយើងក៏បានដឹងការពិតទៅបិសាចម្នាក់នឹងគេបានបន្លំខ្លួនធ្វើជាប្រពន្ធរបស់បរិសម្នាក់នោះដើម្បីសាកចិត្តគេចង់ដឹងថាតើបរិសម្នាក់នោះពេលដែលបានឃើញប្រពន្ធនៅរស់តើគេមានគំនិតកែប្រែសារជាថ្មីដែរឬមួយក៏អត់ប៉ុន្តែគេបែរជាគ្មានគំនិតចង់កែប្រែជួយប្រពន្ធរបស់គេអីនោះទេគឺគេឃើញប្រមាណគឺសម្លាប់ទាំងអស់តែម្ដងដោយសារតែដូច្នេះហើយទៅបិសាចកាជៀវម្នាក់នោះគេក៏បានសម្លាប់បរិសម្នាក់នឹងចោលបាត់ទៅហើយប្រពន្ធរបស់បរិសម្នាក់មិញហ្នឹងគឺគេបានជួយបាត់ទៅហើយបន្តមកទៀតនៅចុងនៃសាច់រឿងយើងក៏បានឃើញបិសាចម្នាក់នោះដើរជួយប្រពន្ធរបស់គេនឹងគឺគ្រប់កន្លែងតែម្ដងឲ្យតែអ្នកណាគេមានគំនិតអាក្រក់ចង់សម្លាប់ប្រពន្ធកូនអីហ្នឹងគឺគេទៅប្រមូលយកមកចិញ្ចឹមតែម្ដងឥឡូវយើងចូលដល់សាច់រឿងទី5រឿងនេះគឺមានចំណងជើងថាម្ដាយខ្មោចដើមនៃសាច់រឿងគឺមានឪពុកម្ដាយចំនួន1គូដែលគាត់កំពុងតែបើកឡានបដើនិយាយទូរស័ព្ទទៅកាន់កូនបដើដែលកូនប្រុសរបស់គាត់នៅចាំឯផ្ទះហ្នឹងគឺគាត់ឃ្លានញ៉ាំមីហើយបានផ្ដាំឲ្យឪពុកម្ដាយរបស់គាត់នឹងទិញមីឲ្យផងបន្តមកទៀតយើងក៏បានឃើញឡានមួយនឹងចេញពីកន្លែងមួយដែលមិនដឹងជាកន្លែងអីនោះទេបន្ទាប់មកក៏ស្រាប់តែ
សំឡេងគោទ្វារនៅខាងមុខផ្ទះក៏បានឮឡើងហើយក្មេងប្រុសម្នាក់នោះគេក៏បានរត់ទៅទទួលតែម្ដងដែលនោះគឺជាម្ដាយរបស់គេឯនឹងឯងស្របពេលនោះក្មេងប្រុសម្នាក់នឹងគេក៏បានសួរទៅកាន់ម្ដាយរបស់គេថាចុះណាប៉ាមិនក៏មិនឃើញមកអញ្ចឹងម្ដាយរបស់គេនឹងក៏បានឆ្លើយប្រាប់ថាឪពុករបស់កូនគឺមានការរវល់ជាបន្តអញ្ចឹងគាត់មិនមានពេលមកនោះទេបន្តមកទៀតម្ដាយនឹងក៏បានធ្វើមីធ្វើអីឲ្យកូនញ៉ាំដោយសារតែកូនប្រុសម្នាក់នឹងនៅមិនស្ងៀមគេក៏បានខលទូរស័ព្ទទៅកាន់ឪពុករបស់គេដែលឪពុករបស់គេឥឡូវនេះគឺមិនមែននៅកន្លែងធ្វើការឯណាគឺឪពុករបស់គេនៅកន្លែងមន្ទីរពេទ្យការពិតទៅរឿងគ្រប់យ៉ាងយើងក៏បានដឹងនៅពេលដែលឪពុកម្ដាយរបស់ក្មេងប្រុសម្នាក់នោះកំពុងតែនិយាយទូរស័ព្ទជាមួយកូនពួកគេទាំងពីរនាក់ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ហើយម្ដាយរបស់ក្មេងប្រុសម្នាក់នោះក៏បានស្លាប់បាត់បង់ជីវិតទៅហើយអ្វីដែលក្មេងប្រុសម្នាក់នោះបានឃើញនោះគឺជាព្រលឹងខ្មោចរបស់ម្ដាយរបស់គាត់នោះទេដែលគាត់បានយកមកហូបហើយនឹងបានធ្វើមីឲ្យកូនប្រុសរបស់គាត់ហូបជាលើកចុងក្រោយបន្ទាប់មកខ្មោចរបស់ម្ដាយរបស់គាត់នោះក៏បានទៅកាន់សុគតិភពបាត់ទៅតឥឡូវយើងចូលដល់សាច់រឿងទី6រឿងយើងខ្លីៗដែរទេបងប្អូនសាច់រឿងទី6នេះគឺរៀងអញញ៉ៃតិចបងប្អូនប៉ុន្តែអត់អីទេអេមីនសម្រាប់ឲ្យអ្នកនរគ្នាមើលយល់ដំបូងឡើយគឺមាននារីវ័យក្មេងម្នាក់ដែលគាត់បានលេងនៅក្បែរមាត់សមុទ្រហើយក៏បានជួបជាមួយនឹងបរិសម្នាក់ដែលគាត់គឺជាគ្រូបង្វឹកខាងផ្នែកហែលទឹកបរិសម្នាក់នឹងគាត់ក៏បានធ្វើបាបទៅកាន់នារីម្នាក់នោះក្រោយពីបានត្រូវបរិសម្នាក់នោះធ្វើបាបនារីក្មេងស្រីម្នាក់នោះគាត់ក៏បានខឹងជាខ្លាំងហើយគាត់ក៏បានទៅយំនៅកន្លែងមាត់សមុទ្រមួយនោះបន្ទាប់មកគាត់ក៏បានយកអាឈុតដែលគាត់ពាក់សម្រាប់លេងទឹកហ្នឹងយកទៅវត្តចោលចូលទៅក្នុងសមុទ្រនោះអំឡុងពេលនោះក៏ស្រាប់តែគាត់ក៏បានសម័យឃើញថាមានត្រីឆ្លាមបានជាប់ចូលទៅក្នុងអាវរបស់គាត់ហើយវាក៏បានមកខំក្មេងស្រីម្នាក់នោះវិញបន្ទាប់មកគាត់ក៏បានភ្ញាក់ខ្លួនឡើងមកវិញហើយគាត់ក៏បានទៅកន្លែងប៉ូប៉ូលីសដែលកន្លែងប៉ូប៉ូលីសហ្នឹងគឺគេបានរកឃើញអាវរបស់គាត់មួយឈុតតែម្ដងហើយគាត់ក៏បានយំអោបប៉ូលីសម្នាក់នោះទៅនៅចុងក្រោយបរិសដែលត្រូវបានធ្វើបាបទៅកាន់ក្មេងស្រីម្នាក់នោះគេក៏ត្រូវបានប៉ូលីសចាប់ខ្លួនបាត់ទៅនិយាយទៅនៅក្នុងសាច់រឿងនេះគឺគេចង់និយាយតាក់ទងទៅនឹងការចោលសម្រាមចូលទៅក្នុងសមុទ្រឬមួយក៏ចូលទៅក្នុងទឹកវាអាចធ្វើឲ្យត្រីឬមួយក៏ភាវៈអីដែលមានជីវិតនៅក្នុងសមុទ្រអីចឹងគឺវាអាចជាប់គាំងនៅក្នុងសម្រាមទាំងអស់នោះរឿងទី7មានចំណងជើងថាក្មេងស្រីរ៉ូបូតផ្ដើមនៃសាច់រឿងគឺមានក្មេងស្រីម្នាក់ដែលគាត់គឺជារ៉ូបូតដែលត្រូវបានឪពុកម្ដាយមកគ្រួសារនឹងបានទិញគាត់យកទៅឲ្យកូនប្រុសរបស់គាត់លេងដើម្បីធ្វើជាមិត្តភក្តិថ្មីរបស់កូនប្រុសរបស់គាត់ដំបូងឡើយនឹងកូនប្រុសរបស់គាត់នឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានមិត្តភក្តិថ្មីហើយឪពុកម្ដាយរបស់គេពេលដែលបានឃើញកូនអញ្ចឹងគាត់ក៏សប្បាយចិត្តផងដែរបន្តមកទៀតក្មេងប្រុសម្នាក់នោះគាត់ក៏បាននាំក្មេងស្រីរ៉ូបូតចូលទៅក្នុងបន្ទប់ដែលដាក់តុក្កតាស្របពេលនោះក្មេងប្រុសម្នាក់នោះគេក៏បានយកតុក្កតាមួយឲ្យទៅកាន់ក្មេងស្រីរ៉ូបូតនោះហើយក្មេងស្រីរ៉ូបូតពិតជាស្រឡាញ់តុក្កតានឹងខ្លាំងមែនទែនហើយឪពុកម្ដាយរបស់ក្មេងប្រុសម្នាក់នោះបែរជាចាប់អារម្មណ៍ទៅកាន់រ៉ូបូតនឹងច្រើនជាងកូនរបស់ខ្លួនពេលនោះឯងក្មេងប្រុសតូចគេក៏មានគំនិតច្រណែនលុះដល់យប់មួយក្មេងស្រីតូចរ៉ូបូតគេក៏បានដេកសម្រាកនៅក្នុងបន្ទប់របស់គេហើយក៏ស្រាប់តែក្មេងប្រុសម្នាក់នោះគេក៏បានចូលមកក្នុងបន្ទប់នោះអ្វីដែលគួរឲ្យខ្លាចនោះក៏ស្រាប់តែក្មេងប្រុសតូចគេក៏បានសម្លាប់ទៅកាន់រ៉ូបូតនឹងស្លាប់បាត់ទៅគ្រាន់តែតុក្កតាមួយយកទៅសោះបែរជាមានគំនិតខឹងដល់ថ្នាក់ហ្នឹងលុះព្រឹកឡើងឪពុកម្ដាយរបស់គេនឹងក៏បានឃើញថាកូនប្រុសរបស់គាត់បានសម្លាប់ទៅកាន់រ៉ូបូតនឹងស្លាប់បាត់ទៅហើយគេក៏បានយកសម្រាមទាំងអស់នឹងយកទៅចាក់ចោលនៅក្នុងធុងសម្រាមលុះដល់យប់មួយក៏ស្រាប់តែក្មេងប្រុសម្នាក់នោះគេក៏បានដេកនៅតែម្នាក់ឯងហើយគេក៏បានឃើញក្មេងស្រីតូចរ៉ូបូតនោះបានក្រោកមកដែលកាន់ដៃរបស់គេមកជាមួយផងដែរហើយគេក៏ចាប់ផ្ដើមវាយប្រហារទៅកាន់ក្មេងប្រុសម្នាក់នោះហើយនៅចុងក្រោយក៏ស្រាប់តែក្មេងប្រុសម្នាក់នោះក៏ពិតទៅគេក៏ជារ៉ូបូតម្នាក់ផងដែរលុះព្រឹកបន្ទាប់ឪពុកម្ដាយរបស់គេនោះគេក៏បានទិញកូនស្រីកូនប្រុសរ៉ូបូតសារជាថ្មីម្ដងទៀតហើយនៅចុងបញ្ចប់នៃវីដេអូយើងក៏បានដឹងថាក៏ពិតទៅពួកគេទាំងពីរនាក់ហ្នឹងគឺសុទ្ធតែជាមនុស្សរ៉ូបូតនោះទេតាំងតែពីដើមរឿងហ្នឹងគឺថាគេទាំងអស់គ្នានឹងគឺជារ៉ូបូតហើយឪពុកម្ដាយដែលទិញរ៉ូបូតទាំងអស់ហ្នឹងមកគឺគាត់គ្មានកូននោះទេឲ្យតែថាទិញរ៉ូបូតមកគឺរ៉ូបូតហ្នឹងគឺឆ្លោះគ្នារហូតហើយសាច់រឿងរបស់យើងមួយនេះក៏បានមកដល់ទីបញ្ចប់តោះឥឡូវយើងតសាច់រឿងបន្តទៀតរឿងទី8នេះគឺមានចំណងជើងថាបិសាចដំបូងឡើយគឺមានបរិសចំនួនមួយក្រុមហើយនឹងនារីម្នាក់ដែលពួកគាត់ទាំងអស់គ្នានឹងកំពុងតែអង្គុយផឹកយ៉ាងសប្បាយបន្ទាប់មកក៏ស្រាប់តែនារីម្នាក់ហ្នឹងក៏ចាប់ផ្ដើមទាញដៃបរិសម្នាក់នោះឡើងរំតែម្ដងនៅក្នុងចំណោមពួកគេទាំងអស់គ្នាមានបរិសម្នាក់គាត់បានយកទូរស័ព្ទហ្នឹងមកថតនារីម្នាក់ហ្នឹងរំកំពុងតែរំសប្បាយមើលទៅស្រស់ស្អាតអីចឹងណាក៏ស្រាប់តែកាយវិការរបស់នារីម្នាក់ហ្នឹងក៏ស្រាប់តែចម្លែករំកាច់ដៃកាច់ជើងកាច់កមើលទៅហាក់បីដូចជាមិនធម្មតាតតែសោះបន្ទាប់មកក៏ស្រាប់តែនារីម្នាក់ហ្នឹងក៏បានដួលសន្លប់ស្លាប់បាត់ទៅចំណែកឯបរិសម្នាក់ហ្នឹងក៏បានយកទូរស័ព្ទដែលបានថតសកម្មភាពរបស់នារីម្នាក់ហ្នឹងយកមកមើលក៏ឃើញថាកាពិតទៅក៏មានព្រលឹងបិសាចមួយក្បាលវាកំពុងតែចាប់ដៃចាប់ជើងក្មេងស្រីម្នាក់នោះហើយបង្ខំឲ្យក្មេងស្រីម្នាក់នោះរំតាមគេតែម្ដងវាប្រៀបបានដូចជាតុក្កតាយ៉ងអញ្ចឹងស្របពេលនោះក៏ស្រាប់តែមានបរិសម្នាក់
ក៏បានខ្មោចចូលហើយក៏បានចាប់គេរាំតែម្ដងសាច់រឿងទី8ក៏បានចប់តោះចូលដល់សាច់រឿងទី9រឿងទី9នេះមានចំណងជើងថាបាត់ខ្លួនដំបូងឡើយគឺមានបរិសម្នាក់កំពុងតែដើរកាន់ឆ័ត្រនៅក្បែរភូមិគ្រឹះមួយហើយគេក៏បានឃើញกระดาษដែលគេសរសេរដាក់ថាបាត់ខ្លួនដែលមានបរិសជាច្រើននឹងគឺបានបាត់ខ្លួនហើយគេក៏បានបាត់នៅកន្លែងជញ្ជាំងកន្លែងដែលក្បែរភូមិគ្រឹះមួយនោះដោយមិនចាប់អារម្មណ៍ច្រើនគេក៏បានដើរបន្តទៅមុខទៀតហើយគេក៏បានឮសំឡេងស្រែកចេញពីភូមិគ្រឹះមួយនោះដែលនោះគឺជានារីម្នាក់ដែលត្រូវបានបិសាចមកក្បាលកំពុងតែចាប់ហើយចង់ធ្វើបាបទៅកាន់នាងបន្ទាប់មកនាងក៏បានដឹកដៃបរិសម្នាក់នោះរត់ចូលទៅក្នុងភូមិគ្រឹះហើយអ្វីគ្រប់យ៉ាងយើងក៏បានដឹងការពិតទៅនារីម្នាក់នោះគឺជាបិសាចនោះទេហើយគេក៏បានធ្វើការសម្លាប់ទៅកាន់បរិសម្នាក់នោះម្នាក់ទៀតហើយអ្នកដែលបានបាត់ខ្លួនបន្តនោះគឺជាបរិសដែលបានកាន់ឆ័ត្រមាញ់នឹងឯងឥឡូវយើងចូលដល់រឿងទី10រឿងទី10មានចំណងជើងថាភ្នែកខ្មោចផ្ដើមនៃសាច់រឿងគឺមាននារីម្នាក់ដែលគាត់គឺជាមនុស្សពិការភ្នែកហើយគាត់ក៏បានរត់គេចចេញពីសត្វចម្លែកដែលសត្វនឹងប្រហែលជាសត្វឆ្កែចចអីនឹងឯងពេលដែលបានរត់កាត់នៅកន្លែងភ្នូសពរបស់ខ្មោចក៏ស្រាប់តែខ្មោចម្នាក់នោះគេក៏បានចេញមកជួយក្មេងស្រីដែលបានឆ្កែដេញធ្វើបាបគេបានវាយទៅកាន់សត្វទាំងអស់ហ្នឹងវាយយ៉ាងរាបតែម្ដងហើយគេក៏ទើបតែដឹងថាការពិតទៅនារីម្នាក់ហ្នឹងគឺងងឹតភ្នែកហើយគេក៏បានលះបង់យកភ្នែករបស់គេនឹងដាក់ទៅឲ្យនារីម្នាក់នោះហើយគេក៏បានមើលឃើញទៅកាន់ពិភពលោកខាងក្រៅតែម្ដងបន្តមកទៀតគេក៏បានទៅកន្លែងផ្ទះរបស់គេវិញហើយនៅខាងក្រោយខ្នងរបស់គេនឹងកំពុងតែស្ពាយលក្ខណៈថាស្ពាយផ្លាកព្រលឹងរបស់ខ្មោចដោយសារតែភ្នែករបស់គេត្រូវបានមើលឃើញដោយខ្មោចម្នាក់នោះដូចនេះឪពុកម្ដាយរបស់គេក៏បានសែនហើយនឹងអរគុណទៅកាន់ព្រលឹងខ្មោចម្នាក់នោះហើយយើងក៏បានឃើញដែរថាព្រលឹងខ្មោចម្នាក់នោះគឺនៅតងកជាប់ជាមួយនឹងនារីដែលមានភ្នែកពិការអីនឹងជាប់ទៅរហូតហើយសាច់រឿងរបស់យើងក៏ដល់ទីបញ្ចប់តោះឥឡូវយើងចូលដល់សាច់រឿងចុងក្រោយរឿងទី11រឿងនេះគេនិយាយតាក់ទងទៅនឹងក្មេងស្រីម្នាក់ដែលត្រូវបានឃាតករសម្លាប់ហើយឪពុកម្ដាយរបស់គេនឹងគឺពិតជាយំសោកស្ដាយទៅកាន់កូនស្រីរបស់គាត់ខ្លាំងមែនទែនបន្ទាប់ពីបានជីកភ្នូសពហើយក៏បានដាក់សាកសពកូនស្រីរបស់គាត់ចូលទៅក្នុងនោះស្របពេលនោះក៏ស្រាប់តែឃាតករនឹងគេក៏បានបង្ហាញខ្លួនហើយគេក៏បានយកគ្រឿងអលង្ការសម្ភារៈដែលគេបានសម្លាប់ទៅកាន់ក្មេងស្រីម្នាក់នោះយកទៅពាក់ឲ្យក្មេងស្រីម្នាក់នោះទៅវិញលុះយប់ឡើងក្មេងស្រីម្នាក់នោះគេក៏បានភ្ញាក់ខ្លួនឡើងមកវិញដែលរូបរាងរបស់គេគឺហាក់បីដូចជាបិសាចអញ្ចឹងក៏ព្រោះតែឃាតករនឹងបែរជាយកគ្រឿងសម្ភារៈអីផ្សេងៗនឹងយកទៅពាក់ឲ្យនាងកាលដែលនាងនៅជាសាកសពឥឡូវបានដៃប្រយខ្លាចទៅជាបិសាចដ៏សាហាវហើយក៏បានទៅសម្លាប់ឃាតករនឹងស្លាប់បាត់ទៅជាចុងក្រោយឪពុកម្ដាយរបស់នាងបានត្រឹមតែយំសោកស្ដាយនៅកន្លែងភ្នូសពរបស់នាងតែប៉ុណ្ណោះនៅចុងបញ្ចប់នៃសាច់រឿងប៉ូលីសគេក៏បានចុះសារព័ត៌មានថាឃាតករត្រូវបានរកឃើញហើយដែលគេត្រូវបានអ្នកណាគេម្នាក់នោះទេបានសម្លាប់គេយ៉ាងសាហាវតែម្ដងហើយសាច់រឿងដ៏ខ្លីៗតែមែនទេនេះក៏បានមកដល់ទីបញ្ចប់អូខេចប់ហើយអ្នកនរគ្នាយើងនឹងជួបគ្នានៅរឿងថ្មីណាអរគុណបាយបាយនៅក្នុងវីដេអូមួយនេះមាននឹងសម្រាយរឿង Urban Legend របស់ប្រទេសជប៉ុនម្ដងដែលមានបានខកខានសម្រាយរឿង Urban Legend របស់ប្រទេសជប៉ុននឹងរៀងយូរដែរហើយតោះឥឡូវយើងមកស្ដាប់នៅរឿងទី1របស់យើងទាំងអស់គ្នាតែម្ដងទៅរឿងទី1គេនិយាយទាក់ទងទៅនឹងក្មេងស្រីម្នាក់ដែលត្រូវបានស្លាប់ដោយអបតហេតុដែលនេះមានឈ្មោះថា Taki នៅព្រឹកមួយដែលត្រូវជាថ្ងៃ birthday របស់ Taki គ្រួសាររបស់គាត់គឺជាគ្រួសារដែលមានជីវភាពក្រីក្រហើយថ្ងៃនេះដែរនាងត្រូវទៅសាលារៀនហើយក៏ជាថ្ងៃដំបូងដែរដែលនាងត្រូវចូលរៀនអំឡុងពេលនោះម៉ាក់របស់នាងនឹងក៏បានស្រែកប្រាប់ថាសូមកូនយកនំទៅញ៉ាំផងហើយត្រូវប្រកាសថាកូននឹងគឺមិនយឺតពេលនោះទេហើយក្នុងថ្ងៃនេះគ្រូនាយកសាលាឬមួយក៏អ្នកគ្រប់គ្រងសាលារៀននឹងឲ្យកូនសិស្សទាំងអស់គ្នាសម្អាតថ្នាក់ឬមួយក៏សម្អាតលូនៅក្នុងសាលារៀនប៉ុន្តែគេនឹងបែរជាស្លៀកពាក់ស្អាតបាតទៅរៀនទៅវិញបន្ទាប់ពីបានស្ដាប់ពាក្យម្ដាយដែលបានស្រែកហៅពីក្នុងបន្ទប់រួចហើយគេក៏បានដើរទៅរៀនតែម្ដងដែលគេបានយកក្រមារបស់គេនឹងយកមករំមុខហើយក៏បានដើរចេញបាត់ទៅនៅតាមផ្លូវ Taki នឹងគឺតែងតែដើរនៅកន្លែងដែលមានទីប្រជុំជនច្រើនបន្តមកទៀតនាងក៏បានដើរទៅដល់កន្លែងរទេះភ្លើងពេលដែលបានចូលទៅក្នុងរថភ្លើងនឹងហើយគេក៏មានអារម្មណ៍ថាខ្លួនឯងមានសុវត្ថិភាពជាងមុនព្រោះថាផ្លូវដែលដើរមកកាន់សាលារៀននឹងគឺវារៀងស្ងាត់រៀងអីចឹងណាទោះបីជាគេនឹងខំដើររកកន្លែងមនុស្សច្រើនយ៉ាងណាក៏ដោយក៏វានៅតែស្ងាត់ដែរលុះពេលគេបានទៅដល់សាលារៀនគេក៏មានភាពកក់ក្ដៅកាន់តែខ្លាំងជាងមុនហើយដោយសារតែបានជួបជាមួយនឹងមនុស្សម្នាអីច្រើនចឹងទៅពេលដែលបានចូលទៅក្នុងថ្នាក់លោកនាយកក៏បានហៅគេយកមកសួរនាំដែលគេត្រូវបានមិត្តរួមថ្នាក់ម្នាក់ដែលឈ្មោះថា Shiho គេបានរាយការណ៍ទៅប្រាប់នាយកថា Taki ហ្នឹងបានយកចម្លើយកដាស់វិញ្ញាសាអីផ្សេងៗទៅចែកមិត្តរួមថ្នាក់ផ្សេងទៀតលោកគ្រូនាយកក៏បានប្រាប់ថាទោះបីជាចម្លើយនឹងត្រូវក៏ដោយខុសក៏ដោយប៉ុន្តែ Taki ហ្នឹងគឺត្រូវតែទទួលទោសត្រូវតែទទួលខុសត្រូវអីចឹងណាអ្នកនរគ្នានិយាយទៅ Taki ហ្នឹងឪពុកម្ដាយរបស់គាត់គឺជាជនជាតិអាមេរិកប៉ុន្តែគាត់មករស់នៅក្នុងប្រទេសជប៉ុនហើយ Taki ហ្នឹងគេក៏មិនមានអ្នកការពារឬមួយក៏ជាខ្នងបង្អែក
នៅក្នុងសាលារៀនអីហ្នឹងដែរនិយាយទៅនៅក្នុងសាលារៀនហ្នឹងគឺថាមិនសូវមានអ្នកណាគេហ្នឹងឲ្យតម្លៃទៅកាន់គ្រួសារ Taki ហ្នឹងទេលុះដល់ម៉ោង3រសៀល Taki ហ្នឹងគេក៏បានទៅសម្អាតលូជាមួយនឹងមិត្តរួមថ្នាក់ដទៃទៀតដែលកន្លែងលូនោះគឺសិតតែជាសម្រាមភក់ខ្មៅដែលពួកគេចាប់ផ្ដើមប្រមូលហើយក៏យកប៉ាល់នឹងប្រមូលដាក់នៅក្នុងថង់ហើយក៏បានយកទៅបោះចោលនៅកន្លែងផ្សេងចឹងទៅពេលនោះក៏មានក្មេងប្រុសម្នាក់ឈ្មោះថាគូស៊ូគេក៏បានស្រែកទៅកាន់ស៊ីហ៊ូថានេះគឺជាកំហុសរបស់នាងវាធ្វើឲ្យការងាររបស់យើងនឹងវាកាន់តែយឺតនិយាយទៅអាក្មេងប្រុសនឹងគឺឆ្លើយតែម្ដងហើយគេក៏បាននិយាយបន្ថែមថាឯងមានឈាមជ័រគឺជាជនជាតិជប៉ុនប៉ុន្តែបែរជាមានឪពុកនឹងគឺជាជនជាតិផ្សេងឯងសមតែស្លាប់បានល្អបន្ទាប់មកគេក៏បានយកភក់នឹងបាយទៅកាន់ Taki ហើយពួកគេទាំងអស់គ្នាក៏នាំគ្នាសាច់ព្រាតតែម្ដងក្នុងអំឡុងពេលនឹងដែរ Taki នឹងគេក៏បានឈរនឹងថ្កល់តែម្ដងចំណែកឯពួកសិស្សសាលាទាំងអស់នឹងបែរជានាំគ្នាសាច់យ៉ាងសប្បាយ Taki គេក៏បានស្រែកថាឲ្យទៅកាន់ក្រុមក្មេងទាំងអស់នោះដោយសារតែមិនដឹងជាធ្វើអីបាន Taki នឹងគេក៏បានស្រែកយំហើយក៏បានរត់ចេញពីទីតាំងកន្លែងនោះវិលត្រឡប់ទៅកាន់ផ្ទះរបស់គេវិញដោយរត់មិនបានជាឆ្ងាយប្រមាណផងនោះគេក៏បានទៅដល់កន្លែងរថភ្លើងពេលដែលកំពុងតែឈរចាំរថភ្លើងដើម្បីឡើងទៅកាន់ផ្ទះរបស់គេវិញនឹងគេក៏បានឈរនៅជាមួយមនុស្សឯតីទៀតហើយទាំងតែខ្លួនឯងនឹងមានស្នាមប្រឡាក់ពោពេញទៅដោយក្លិនស្អុយទៀតផងនិយាយទៅថាគេនឹងគឺអត់លាងសម្អាតខ្លួនឬមួយក៏សម្អាតអីសោះគឺខឹងរត់ចេញមកតែម្ដងស្របពេលនោះ Taki នឹងគេក៏បាននឹកឃើញថាម្ដាយរបស់គេបានប្រាប់ថាកុំភ្លេចទិញនំខេកមកផងព្រោះយើងត្រូវការធ្វើពិធីខួបកំណើតឲ្យកូនឯងពេលដែលបាននឹកឃើញដូច្នោះហើយ Taki នឹងគេក៏បានទៅបន្ទប់ទឹកសាធារណៈនៅកន្លែងរថភ្លើងមួយនោះហើយគេពិតជាប្រញាប់ប្រញាល់ខ្លាំងមែនទែនដោយសារតែគេជិតដល់ពេលដែលត្រូវធ្វើពិធីខួបកំណើតជុំគ្រួសារហើយគេក៏បានសម្អាតខ្លួនប្រាណរបស់គេតាមអ្វីដែលគេអាចធ្វើទៅបានបន្ទាប់ពីបានសម្អាតខ្លួនរួចហើយគេក៏បានដើរទៅកន្លែងទិញនំដើម្បីទិញនំខេកយកទៅប៉ុន្តែអ្នកដែលបានលក់នំខេកនឹងគឺគាត់អត់ឲ្យចូលទៅក្នុងហាងនឹងទេគឺគាត់ហុចឲ្យតែពីក្រៅនឹងទេបន្ទាប់ពីទទួលបាននំហើយគេក៏បានទៅកន្លែងរង់ចាំបន្តទៀតហើយចំណែកឯមនុស្សម្នាហើយនឹងបរិសម្នាក់ដែលបានឈរនៅជិតគេកាលពីគ្រាដំបូងនោះគេមានអារម្មណ៍ថានារីម្នាក់នឹងគឺនៅតែមានក្លិនស្អុយហើយគេមិនចង់ឲ្យនារីម្នាក់នឹងនៅក្បែរគេនោះទេហើយគេនឹងក៏បានជ្រុលដៃច្រានទៅកាន់ Taki នឹងតែម្ដងពេលដែលគេច្រាននឹងគឺគេច្រានតែបន្តិចនោះទេប៉ុន្តែដោយសារតែ Taki គេមិនបានតបលំនឹងគេក៏បានជ្រុលខ្លួនដួលទៅកាន់កន្លែងផ្លូវរថភ្លើងមួយនោះជួនជាចៃដន្យអីរថភ្លើងនឹងក៏បានមកដល់ហើយគេក៏មានគ្រោះថ្នាក់តែម្ដងខ្លួនប្រាណរបស់គេក៏បានដាច់ជាពីរហើយនាងក៏បានស្លាប់នៅគ្រានោះទៅម្ដាយរបស់នាងពេលដែលបានឮដំណឹងហ្នឹងគឺពិតជាសោកស្ដាយចំពោះកូនគាត់ខ្លាំងមែនទែនមិនគួរណាមានរឿងអកុសលចំពោះកូនស្រីគាត់ដូច្នេះនោះទេនេះគឺជាថ្ងៃខួបកំណើតរបស់នាងផងប៉ុន្តែបែរជាមានរឿងអកុសលដូច្នេះទៅវិញឥឡូវនេះយើងងាកមកមើលនៅក្នុងសាលារៀននេះវិញមិត្តភ័ក្តិរបស់ Taki សឹងតែ 50% គេបែរជាសប្បាយចិត្តមែនទែនដោយសារតែមនុស្សដែលគេស្អប់នឹងក្នុងរយៈពេលត្រឹមតែមួយថ្ងៃសោះគេក៏បានស្លាប់លុះដល់ពេលល្ងាចពួកគេទាំងអស់គ្នានឹងក៏បានបញ្ចប់ការងារគេនៅថ្ងៃចុងក្រោយនេះដែលពួកគេធ្វើការសម្អាតនៅកន្លែងបំពង់បង្ហូរទឹកអីនឹងឯងក្រោយសម្អាតលូទាំងអស់នឹងហើយពួកគេទាំងអស់គ្នាក៏យឺតពេកក្នុងការវិលត្រឡប់ទៅកាន់ផ្ទះរបស់គេវិញដែលពួកគេទៅផ្ទះនឹងគឺរៀងល្ងាចដែរហើយបន្ទាប់មកពួកគេទាំងអស់គ្នាមកក្រុមនឹងគេក៏បានទៅកន្លែងរថភ្លើងមួយនោះកំពុងតែអង្គុយរង់ចាំរថភ្លើងដើម្បីមកទទួលពួកគេនោះក៏ស្រាប់តែពួកគេទាំងអស់នឹងក៏បានឮសំឡេងចម្លែកពួកគេទាំងអស់គ្នានឹងគឺចាប់ផ្ដើមភ័យខ្លួនហើយថាសំឡេងនឹងគឺជាសំឡេងអីបន្ទាប់ពីបាត់សំឡេងនឹងប្រហែលជាមួយផ្លេតក៏ស្រាប់តែមាននារីសិស្សសាលាម្នាក់គាត់បានចង្អុលទៅកាន់ផ្លូវមកខាងទៀតគាត់បាននិយាយថានោះគឺជាសំឡេងគឺជាខ្មោច Taki ឲ្យច្បាស់កន្លែតហ្មងសំឡេងនោះគឺច្រៀងល្វើយតែម្ដងវាគួរឲ្យខ្លាចខ្លាំងណាស់ហើយក៏មានក្មេងប្រុសម្នាក់គេបានឮសំឡេងច្រៀងនឹងកាន់តែច្បាស់ទៅហើយតើពេលណាបងមករកអូនតើពេលណាទៅស្ងួនទំនេរអូនតឹងគេចាំផ្លូវស្នេហ៍តើពេលណាអូនទំនេរអស់ខុសប្រហើយខ្មោចជប៉ុន Taki មិនដឹងជាទៅរៀនបទខ្មែរពីអង្ការណានោះទេដោយសារតែខ្មោចម្នាក់នោះច្រៀងព្រោះពេកគេក៏បានសុំច្រៀងមួយបទទៀតសិនហើយគេបានច្រៀងបដាល់ហើយនឹងបានបង្ហាញខ្លួនឲ្យពួកគេឃើញតែម្ដងដែលក្នុងសភាពរបស់គេនឹងគឺមានខ្លួនតែពាក់កណ្ដាលនោះទេហាមចិត្តឈុំនឹងព្រមថ្លៃដងដៃហើយណាហើយចាចិត្តជួមិនរលុបឈប់មិនបានទេចិត្តរឹតតែនឹករបងអូនខំពងហាមចិត្តមិនបានអេខ្មោចច្រៀងប៉ុណ្ណឹងបានហើយបន្ទាប់ពីច្រៀងបទខ្មែរបានមួយបទពីរបទរួចខ្មោច Taki នឹងគេក៏បានយកកណ្ដៀវរបស់គេនឹងទៅកាប់សម្លាប់ក្មេងស្រីក្មេងប្រុសទាំងអស់នឹងតែម្ដងដែលពួកគេទាំងអស់គ្នាត្រូវ Taki គេកាប់ផ្ដាច់ខ្លួនជាពីរទាំងអស់តែម្ដង Taki គេបាននិយាយថាមិនដែរខ្លាចអត់ពួកឯងទាំងអស់គ្នា
យើងនឹងកាប់ផ្ដាច់ពួកឯងជាពីរដើម្បីឲ្យឯងដឹងរសជាតិថាមនុស្សដែលមានខ្លួនតែពាក់កណ្ដាលនោះវាមានអារម្មណ៍យ៉ាងម៉េចហើយសាច់រឿងទី1នេះក៏មកដល់ទីបញ្ចប់តោះឥឡូវយើងចូលដល់សាច់រឿងទី2រឿងទី2នេះគឺមានចំណងជើងថា Oni Baba ជារឿង Urban Legend របស់ប្រទេសជប៉ុនផងដែរកាលពីយូរលង់ណាស់មកហើយនៅក្នុងប្រទេសជប៉ុនគេបាននិយាយតៗគ្នាថាគេតែងតែខ្លាចរអាចំពោះមនុស្សចាស់ដែលមកសុំជំនួយដែលពួកគេមិនដឹងទេថាតើអ្នកទាំងអស់គ្នានឹងគឺជាមនុស្សបែបម៉េចឬមួយក៏ជាមនុស្សដែលមកពីណាឲ្យពិតប្រាកដនោះទេដែលរឿងនេះគឺគេនិយាយតាក់ទងទៅនឹង Oni Baba តែម្ដង Oni Baba គឺជាមនុស្សវ័យចំណាស់ម្នាក់ដែលយើងអាចនិយាយបានថាគឺជាមនុស្សខ្ចាត់ព្រាត់ហើយគាត់ក៏បានសុំផ្ទះអ៊ីនិជិតខាងម្នាក់ឲ្យច្រឡំគាត់ក៏បានសុំផ្ទះអ្នកដែលបានរស់នៅក្នុងតំបន់មួយតោះឥឡូវយើងចូលទៅដល់សាច់រឿងរបស់យើងដំបូងឡើយការដំបូងឡើយនឹង Oni Baba គឺគាត់មានកូនស្រីម្នាក់ដែលនាងគឺមានផ្ទៃពោះផងដែរ Oni Baba គាត់រស់នៅក្នុងតំបន់ភ្នំមួយដែលមានឈ្មោះថា Ara Tatatalala អានអត់ដាច់ទេបងប្អូនជួយអានផងតំបន់ភ្នំនឹងគឺមានឈ្មោះថា Ara Chikahara បន្តមកទៀត Oni Baba នឹងគេក៏បានឃើញអ្នកជិតខាងដែលគាត់កំពុងតែមានផ្ទៃពោះដូចជាកូនគាត់ផងដែរគាត់តែងតែចំណែនទៅកាន់កូនអ៊ីអ្នកជិតខាងនៅក្បែរផ្ទះរបស់គាត់នឹងដោយសារតែនាងគឺមានប្រជាប្រិយភាពជាងកូនស្រីរបស់គាត់មានគេគោរពមានគេស្រឡាញ់នឹងច្រើនខ្លាំងមែនទែនហើយ Oni Baba តែងតែនិយាយអាក្រក់និយាយពីមាត់មួយតមាត់មួយទៅប្រាប់អ្នកជិតខាងផ្សេងទៀតគាត់បាននិយាយថាម្នាក់ស្រីនឹងគឺបែបនេះម្នាក់ស្រីនោះគឺបែបនោះនិយាយទៅគឺនិយាយបំភ្លើសនិយាយអាក្រក់ពីគេតែម្ដងលុះដល់ថ្ងៃមួយនៅក្នុងខែរងាប្រហែលជាខ្ទង់ខែ11ខែ12អីហ្នឹងOni Baba ក៏ទទួលបានដំណឹងមួយពីប្អូនស្រីរបស់គាត់នៅឯតំបន់ផ្សេងដែលប្អូនស្រីរបស់គាត់បានផ្ញើសារមកសុំជំនួយពីបងស្រីរបស់គាត់ដោយសារតែកូនរបស់គាត់នឹងកំពុងតែឈឺជាទម្ងន់ហើយគាត់នឹងបានសុំជំនួយពីអ្នកផ្សេងទៀតប៉ុន្តែគ្មានអ្នកណាគេនឹងចេះព្យាបាលហើយនឹងជួយគាត់នោះទេដោយសារតែដូច្នេះហើយទើបOni Babaនឹងគេបានរៀបចំខ្លួនហើយក៏បានចេញដំណើរទៅកាន់ផ្ទះប្អូនស្រីរបស់គាត់តែម្ដងទៅបន្ទាប់ពីបានទៅដល់ផ្ទះរបស់ប្អូនស្រីរបស់គាត់ហើយប្អូនស្រីរបស់គាត់ក៏បាននិយាយប្រាប់ថាកូនរបស់គាត់នឹងគឺនឹងអាចមានវាសនាដែលជាមិនផុតពីសេចក្តីស្លាប់នោះទេប៉ុន្តែ Oni Baba គេបានអះអាងថាគេនឹងជួយព្យាបាលទៅកាន់ក្មេងតូចម្នាក់នោះស្របពេលនោះ Oni Baba នឹងក៏បាននិយាយប្រាប់ទៅកាន់ប្អូនស្រីរបស់គាត់ថាគាត់មានតែយកថ្លើមរបស់ក្មេងដែលមិនទាន់កើតដើម្បីយកមកព្យាបាលកូនតូចម្នាក់នេះពេលនោះដែរប្អូនស្រីរបស់ Oni Baba ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនថាមិនដែលមាននរណាគេនឹងយកថ្លើមទារកដែលមិនទាន់កើតនឹងយកមកធ្វើថ្នាំនោះទេតើវាអាចទៅរួចដែរអត់ដែលយើងយកថ្លើមរបស់ទារកដែលមិនទាន់កើតនឹងយកមកធ្វើថ្នាំបានហើយនាងក៏បាននិយាយថាវាពិតជាប្រកបខ្លាំងណាស់នាងនឹងរៀបចំគម្រោងដើម្បីយកថ្លើមរបស់ក្មេងដែលមិនទាន់កើតដែលគោលដៅរបស់នាងនឹងគឺកូនអ៊ីអ្នកជិតខាងរបស់នាងអីនឹងឯងលុះដល់យប់ឡើង Oni Baba គេក៏បានចេញប្រតិបត្តិការទាំងយប់តែម្ដងហើយគេក៏បានសម្ដៅទៅផ្ទះរបស់អ្នកជិតខាងរបស់គេនឹងហើយគាត់ក៏បានដើរចូលលបចូលទៅកាន់ផ្ទះរបស់អ្នកជិតខាងម្នាក់នោះហើយគេក៏បានវះកាត់យកថ្លើមរបស់ក្មេងដែលមិនទាន់កើតកំពុងតែថានឹងចេញទៅហើយក៏ស្រាប់តែគាត់ក៏បានប្រទះឃើញបន្តោងខ្សែកមួយដែលបន្តោងខ្សែកដែលមានឆ្លាក់ឈ្មោះស្អីគេហ្នឹងគាត់ក៏បាននឹកឃើញតែម្ដងហើយអ្នកដែលគាត់ទៅតែបានវះយកថ្លើមរបស់ក្មេងដែលមិនទាន់តែកើតនោះគឺជាកូនចៅរបស់គាត់នោះទេដែលនោះគឺជាមិនមែនកូនអ៊ីអ្នកជិតខាងអីឯណាដោយសារតែឃើញសភាពការដូច្នោះOni Baba គេក៏បានយកកូនស្រីរបស់គេនឹងយកទៅឲ្យអ្នកផ្សេងជួយសង្គ្រោះប៉ុន្តែដោយសារតែវាខ្យល់ត្រជាក់ខ្លាំងពេកគាត់ក៏មិនអាចជួយកូនស្រីរបស់គាត់បាននោះទេហើយផ្ទះរបស់គាត់ដោយសារតែយប់នោះគឺវាមានខ្យល់ខ្លាំងផ្ទះរបស់គាត់ក៏បានអារម្មណ៍ខូចបាត់ទៅដោយសារតែ Oni Baba ច្រឡំសម្លាប់កូនស្រីរបស់ខ្លួនឯងទើបធ្វើឲ្យនាងមានសតិមិនសូវល្អនោះទេហើយនាងក៏បានក្លាយទៅជាបិសាចដែលប្រទេសជប៉ុនគេហៅថា Yukai ហើយក៏បាននៅក្នុងតំបន់ភ្នំមួយដែលមានឈ្មោះថា Ara Chihara អែមានអត់ដឹងថាបកប្រែត្រូវឬមួយក៏មិនទេដោយសារតែ AI វាបកប្រែឲ្យអញ្ចឹងហើយមកដល់សប្តាហ៍ថ្ងៃនេះគេតែងតែនិយាយថានៅក្នុងតំបន់មួយហ្នឹងបើសិនជាឃើញមានស្ត្រីចំណាស់ចម្លែកគេអាចនឹងគិតថានោះគឺជា Oni Baba អីក៏អាចថាបានដែរព្រោះអីថា Oni Baba កំពុងតែស្វែងរកជនរងគ្រោះបន្តទៀតដែលនោះអាចជាអ្នកក៏អាចថាបានដែរបើសិនជាអ្នកបានជួបនាងមិនតែឡងមើលអត់ខ្លាចអត់ប្រយ័ត្នខ្ញុំចាប់ខ្វះគូតណាមានក្មេងប្រុសចម្លែកម្នាក់គាត់មិនដឹងជាកើតស្អីនោះទេទៅអ៊ីមន់ហើយធ្វើឲ្យមន់ទាំងអស់នោះបានសន្លប់ហើយនឹងងាប់ជាច្រើន
ហើយក្មេងប្រុសម្នាក់នោះដែរគាត់មានវ័យត្រឹមតែ19ទៅ20ឆ្នាំតែប៉ុណ្ណោះតោះបើសិនជាចង់ដឹងហេតុការណ៍ឲ្យលម្អិតកុំភ្លេចមើលវីដេអូនេះឲ្យដល់ចប់ប៉ុន្តែក៏សូមឆ្លៀតជូនដំណឹងដល់បងប្អូនមួយសិនដោយសារតែ page នេះគឺជា page របស់ admin ដែលមានទៅតែទិញមកពីគេណាហើយបងប្អូនកុំយល់ច្រឡំថាជា page fake ណាដោយសារតែមានទៅតែទិញច្រឡំមកពីគេតោះចូលដល់សាច់រឿងរបស់យើងវិញកាលពីឆ្នាំ2012នៅក្នុងប្រទេសចិននៅក្នុងស្រុកជីណានមានក្មេងប្រុសម្នាក់ដែលមានវ័យខ្ទង់19ទៅ20ឆ្នាំដែលគាត់មានឈ្មោះថា Chocolate ឈ្មោះនឹងគឺជាឈ្មោះដែលគេដាក់ឲ្យអ្នកនរគ្នាមិនមែនជាឈ្មោះស៊ីនរបស់គាត់នោះទេដោយសារតែកុំឲ្យខូចឈ្មោះរបស់គាត់អញ្ចឹងណាបងប្អូននៅក្នុងឆ្នាំ2012មានកសិដ្ឋានមួយដែលចិញ្ចឹមទៅដោយមាន់ហើយម្ចាស់កសិដ្ឋាននឹងគឺជាអ៊ំប្រុសចាស់ចំនួន2នាក់នៅយប់ប្រហែលជាវេលាម៉ោង2ទៀបភ្លឺត្រូវហើយអ៊ំប្រុសនឹងគាត់ក៏បានឮសំឡេងចម្លែកចេញពីកសិដ្ឋានរបស់គាត់ដែលសំឡេងមកនឹងមិនដឹងជាស្រែកស្អីទៅស្អីនោះទេពេលដែលបានឮសំឡេងស្រែកអញ្ចឹងគាត់នឹងក៏ចាប់ផ្ដើមសង្ស័យថាប្រហែលជាមានចោរឬមួយក៏មានសត្វស្វាអីវាចូលទៅចាប់មាន់របស់គាត់ស៊ីអីទៅដឹងដោយសារតែសង្ស័យគាត់នឹងក៏បានក្រោកទៅមើលទាំងយប់តែម្ដងលុះពេលអ៊ំប្រុសម្នាក់នឹងក៏បានចូលទៅក្នុងកសិដ្ឋានរបស់គាត់នឹងក៏បានចូលលបហើយគាត់ក៏បានក្រហមអីចឹងណាអ្នកណាគេធ្វើអីហ្នឹងពេលដែលបានដើរក្រហមចូលទៅលបគាត់ក៏បានឃើញសមោលដូចជាក្មេងប្រុសម្នាក់កំពុងតែធ្វើអីទៅកាន់មាន់របស់គាត់នោះទេពេលនោះក៏ស្រាប់តែក្មេងប្រុសម្នាក់ហ្នឹងគេក៏បានងាកមកហើយគេក៏បាននិយាយយ៉ាងយកមាត់ញ័រកតែម្ដងក្មេងប្រុស Chocolate ហ្នឹងក៏បាននិយាយថាគាត់គ្រាន់តែចង់យកមាន់ដើម្បីទៅស្ងោរស៊ុបញ៉ាំតែប៉ុណ្ណោះដោយសារតែគាត់ឃើញមាន់ហ្នឹងវាស្អាតឃើញមាន់ហ្នឹងវាគួរតំណងយកទៅស្ងោរស៊ុបអីចឹងណាលោកអ៊ំម្នាក់ហ្នឹងគាត់ក៏បាននិយាយថាហើយមិនក៏ឯងហ្នឹងចង់យកមាន់របស់យើងឯងចង់ទិញមែនហើយមកឯងធ្វើស្អីហ្នឹងហើយគាត់ពេលដែលគាត់មើលទៅកាន់ក្មេងប្រុសម្នាក់ហ្នឹងដែរឃើញថាមាន់ហ្នឹងវាជាប់ទង់ហើយចុះក្មេងប្រុសហ្នឹងវាយកស្អីទៅដោតនៅដល់ចកមាន់អីចេះអាពេលនឹងឯងអ៊ំប្រុសម្នាក់ហ្នឹងគាត់ក៏ស្រឡាំងកាំងតែម្ដងអាពេលនឹងដែរគាត់បាននិយាយថាគាត់អត់ខ្លាចចោលខ្លាចអីនឹងទេប៉ុន្តែគាត់បែរជាខ្លាចក្មេងប្រុសម្នាក់ហ្នឹងទៅវិញគឺគាត់ខ្លាចដោយសារតែក្មេងប្រុសហ្នឹងគាត់ដូចមិនស្អឺអញ្ចឹងណាបងប្អូនដូចរោគចិត្តអញ្ចឹងណាហើយចំណែកឯមន់របស់គាត់ផ្សេងទៀតហ្នឹងគឺថាត្រូវសន្លប់ត្រូវងាប់អស់7 8ក្បាលទៀតហ៎មិនដឹងថាកូននឹងវាធ្វើស្អីខ្លះទេបានមន់ហ្នឹងសន្លប់អស់លេងអញ្ចឹងហើយក៏មានមន់ខ្លះហ្នឹងក៏ធ្លាយពវៀនធ្លាយពោះធ្លាយអីអញ្ចឹងទៅក្រោយពីបានឃើញហេតុការណ៍ទាំងអស់ហ្នឹងហើយលោកអ៊ំម្នាក់ហ្នឹងគាត់ក៏បានចាប់ក្មេងប្រុសហ្នឹងយកទៅឃុំទុកនៅកន្លែងបន្ទប់មួយសិនលុះដល់ពេលព្រឹកបានគាត់ហ្នឹងចាប់ក្មេងប្រុសម្នាក់ហ្នឹងឲ្យទៅកាន់ប៉ូលីសលុះដល់ពេលព្រឹកប៉ូលីសហ្នឹងក៏បានចាប់ក្មេងប្រុសម្នាក់ហ្នឹងយកទៅសាកសួរចម្លើយថាហេតុអីបានជាគាត់ហ្នឹងប្រព្រឹត្តអំពើអញ្ចឹងទៅវិញក្មេងប្រុសម្នាក់ហ្នឹងក៏បាននិយាយប្រាប់ថាការពិតទៅគាត់បានបែកគ្នាជាមួយនឹងសង្សាររបស់គាត់ដែលមានឈ្មោះថាសាគូរ៉ាបន្ទាប់ពីបែកជាមួយនឹងសង្សារហើយគាត់ហ្នឹងក៏ចាប់ផ្ដើមលក្ខណៈថាបែកស្លុយតែម្ដងគាត់គឺជាក្មេងប្រុសម្នាក់ដែលអាសាមើលរឿងនៅក្នុង website អីចឹងណាហើយពេលដែលមើលចឹងទៅគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍អីចម្លែកចឹងទៅលុះដល់ថ្ងៃមួយក្មេងប្រុស Chocolate ហ្នឹងគាត់ក៏បានឃើញវីដេអូនៅក្នុង YouTube នៅក្នុងអីផ្សេងៗតាក់ទងទៅនឹងគេរៀបការជាមួយនឹងសត្វគោដែលនៅក្នុងប្រទេសឥណ្ឌាហើយក៏បានគិតនៅក្នុងចិត្តតែម្នាក់ថាបើសិនជាគេអាចរៀបការជាមួយនឹងសត្វគោបានប្រហែលជាគាត់ក៏អាចធ្វើអីផ្សេងៗទៅកាន់សត្វផ្សេងៗទៀតផងដែរហើយសត្វផ្សេងៗដូចជាសត្វពស់សត្វស្អីផ្សេងៗអីចឹងណាដឹងទេលុះដល់ថ្ងៃបន្តមកទៀតក្មេងប្រុសម្នាក់ហ្នឹងគេក៏បានទៅរកញ៉ែស្រីអីផ្សេងៗប៉ុន្តែគាត់មានអារម្មណ៍ថាខ្លាចដោយសារតែគាត់ទៅនិយាយជាមួយនឹងគេចឹងទៅគាត់ឲ្យចង់ឲ្យលុយគេអីចឹងណាហើយក្មេងស្រីម្នាក់ហ្នឹងតែងតែគំរាមថាហ៊ានតែនិយាយជាមួយខ្ញុំទៀតខ្ញុំនឹងប្តឹងប៉ូលីសណាដោយសារតែក្មេងប្រុសម្នាក់ហ្នឹងខ្លាចគេប្តឹងប៉ូលីសខ្លាចមានរឿងអីចឹងទៅគេនឹងក៏លែងហ៊ានញ៉ែស្រីផ្សេងៗទៀតទៅលុះដល់ពេលគេដើរត្រឡប់មកកាន់ផ្ទះរបស់គេវិញគេក៏បានឃើញមេមន់មួយយ៉ាងស្អាតហើយគេក៏បានចាប់អារម្មណ៍ជាមួយនឹងមេមន់ហ្នឹងតែម្ដងបន្ទាប់មកក្មេងប្រុសម្នាក់ហ្នឹងគេក៏បានចាប់មន់យកមកធ្វើសកម្មភាពអីចម្លែកចឹងទៅហើយដោយសារតែខុសខ្នាតគ្នាពេកទៅធ្វើឲ្យមន់ហ្នឹងវាសន្លប់ហើយក៏បែកពពុះមាត់ងាប់ទៅងាប់មួយបាត់បន្ទាប់ពីប៉ូលីសបានស្ដាប់នៅរឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ហ្នឹងហើយគាត់ក៏បានស្ដីបន្ទោសឲ្យទៅកាន់ក្មេងប្រុសម្នាក់ហ្នឹងជាខ្លាំងថាមិនត្រូវធ្វើអញ្ចឹងទៀតនោះទេព្រោះថាវាអសិលធម៌ខ្លាំងណាស់វាគឺជាគំរូដ៏អាក្រក់ណាបន្តមកទៀតខាងប៉ូលីសហ្នឹងគេក៏មិនដាក់ទោសទៅកាន់ក្មេងប្រុសម្នាក់ហ្នឹងអីធ្ងន់ធ្ងរនោះដែរគ្រាន់តែថាគាត់ឲ្យយកមន់ដែលបានស្លាប់ទាំងអស់ហ្នឹងយកទៅលក់នៅឯផ្សារហើយយកលុយទាំងអស់ហ្នឹងយកទៅសងម្ចាស់គេវិញទៅហើយយើងក៏មិនដឹងថាមន់ទាំងអស់ហ្នឹងតើអ្នកណាគេបានទិញយកទៅស្ងោរស៊ុបខ្លះនោះទេប្រហែលជាអ្នកមើលរបស់មានតែដឹងហើយនេះគឺជារូបភាពមន់ពិតមិនដឹងមន់ពិតមិនដឹងមន់អីទេគេដាក់រូបភាពតំណាងអញ្ចឹងហ្មងមិនដឹងទេតោះឥឡូវយើងចូលដល់សាច់រឿងទី2ហ្មងទៅករណីទី2នេះដែរកើតឡើងនៅក្នុងប្រទេសចិនដូចគ្នាប៉ុន្តែរៀងចម្លែកបងប្អូនដោយសារតែករណីនេះបានកើតឡើងនៅក្នុងរង្វង់គ្រួសារដែលបងប្រុសហើយនិងប្អូនប្រុសអញ្ចឹងដែលបងប្រុសហ្នឹងគាត់បានរៀបចំល្បិចហើយក៏បានឲ្យគេនឹងសម្លាប់ប្អូនប្រុសដើម្បីយកសំណងតោះចង់ដឹងថាសាច់រឿងដំបូងនឹងវាយ៉ាងម៉េចអីយ៉ាងម៉េចទៅស្ដាប់ជាមួយនឹងadminទាំងអស់គ្នាទៅកាលពីឆ្នាំ2016នៅក្នុងប្រទេសចិននៅក្នុងភូមិស្រុក Sigor
មានអត់ដឹងថាមានអានត្រូវឬមួយក៏មិនទេដំបងឡើយខាងប៉ូលីសនឹងគេបានរកឃើញសាកសពមួយហើយសាកសពនឹងដែរគឺថាដោះទៅដោយដើមឈើដោយសាកសពដែលស្លាប់យូរឆ្នាំហើយអញ្ចឹងហើយខាងប៉ូលីសនឹងគេក៏បានមកស្រាវជ្រាវនៅទីតាំងកន្លែងមួយនោះដែលកន្លែងសាកសពដែលបរិបម្នាក់នឹងគាត់បានស្លាប់ដែលទីតាំងកន្លែងនឹងដែរគឺនៅមិនឆ្ងាយពីភូមិស្រុកកន្លែងស្រុកសៀងដុងនោះទេបន្ទាប់ពីបានស្រាវជ្រាវនៅកន្លែងនឹងហើយខាងប៉ូលីសនឹងគេក៏បានឃើញសាកសពចំនួន8នាក់ផ្សេងទៀតដែលបានកប់នៅម្ដុំកន្លែងរូងភ្នំនឹងផងដែរនៅក្នុងសាកសពនោះដែរក៏មានអ្នកខ្លះក៏ស្លាប់យូរហើយអ្នកខ្លះក៏ទៅតែស្លាប់ប្រហែលជា2-3ខែមុនចម្លែកអីក៏មានសាកសពចំនួន2នាក់ដែលទៅតែនឹងស្លាប់ថ្មីក្នុងចំណោមអ្នកដែលស្លាប់ទាំង8នាក់នោះហើយអ្នកស្លាប់2នាក់នឹងដែរក៏ទៅមានខោអាវនៅមានអីនៅដូចទៅស្លាប់ចឹងណាបងប្អូនដូចទៅស្លាប់1ខែ2ខែអីចឹងណាហើយបើតាមមើលទៅសាកសពដែលស្លាប់នឹងគឺមានមុខមាត់ស្តៀងគ្នាដូចឪពុកហើយនឹងកូនអីចឹងទៅលុះរំលងបានប្រហែលជា 4-5 ថ្ងៃក្រោយមកក៏មានករណីចម្លែកមួយទៀតហើយដែលករណីចម្លែកនោះដែរបានកើតឡើងចំពោះនារីម្នាក់ហ្នឹងកំពុងតែបត់ដៃបត់ជើងក៏ស្រាប់តែដូចជាមានជនចម្លែកណាម្នាក់បានយកស្អីហ្នឹងមកចាក់ក្បាលនាងអីចឹងណាហើយនាងក៏បានស្រែកផ្អើលចឹងទៅហើយប៉ូលីសហ្នឹងក៏បានរត់មកមើលរត់មកអីចឹងទៅហើយក៏បានចាប់នាងហ្នឹងយកទៅសាកសួរចម្លើយមិនក៏ស្រែកផ្អើលមានរឿងអីកើតឡើងអីចឹងណាពេលទៅដល់ទៅកាន់ប៉ូលីសហ្នឹងដែរក៏ស្រាប់តែមានអ្នកណាគេម្នាក់នោះទេដែលជាស្ត្រីចម្លែកក៏បានលោតហក់មកពីលើដើមឈើហើយប៉ូលីសហ្នឹងគេក៏បានសាកសួរទាក់ទងទៅនឹងលោកមេឃុំនៅកន្លែងស្រុកមួយនោះលោកមេឃុំនោះក៏បានប្រាប់ថានារីម្នាក់ហ្នឹងគឺគាត់ជាស្ត្រីវិកលចរិតហើយនាងក៏មានប្តីហើយនឹងកូនផងដែរកូនហើយនឹងប្តីរបស់នាងហ្នឹងគឺជាអ្នកជីករ៉ែជីកត្បូងធ្វើការនៅកន្លែងរូងភ្នំអីនឹងឯងឥឡូវយើងមកស្ដាប់ទាក់ទងទៅនឹងជីវប្រវត្តិរបស់ឪពុកកូនគេចំនួន2នាក់នោះក៏ពិតទៅអញ្ចឹងបងប្អូនអ្នកដែលគាត់ស្លាប់ពីអ្នកឪពុកកូនហ្នឹងគ្រួសាររបស់គាត់នឹងគាត់មានបងប្អូនចំនួន5នាក់ហើយក្នុងចំណោម5នាក់ហ្នឹងគឺមានម្នាក់ហ្នឹងគាត់រៀងមានជាងគេអីចឹងណាអ្នកនរគ្នាហើយម្នាក់ហ្នឹងក៏ត្រូវជាបងប្រុសរបស់ម្នាក់ដែលគាត់ស្លាប់នឹងផងដែរបន្តមកគេនឹងក៏បានអញ្ជើញបងប្រុសម្នាក់ហ្នឹងយកមកសាកសួរចម្លើយណាហើយពេលដែលសួរយូរទៅអ្នកនរគ្នាមុនដំបូងគាត់បានស្រែកប្រកែកជាខ្លាំងថាគាត់អត់ដឹងរឿងអីនោះទេពេលដែលគេសាកសួរចម្លើយចុះឡើងគាត់ក៏បានស្រែកយំហើយគាត់ក៏បានសារភាពគ្រប់យ៉ាងតែម្ដងគាត់បាននិយាយថាគាត់បានសម្លាប់អូនប្រុសរបស់គាត់នោះទេហើយគាត់ត្រឹមតែជួយកប់ជួយអីចឹងណាបងប្អូនប៉ុន្តែអ្នកដែលសម្លាប់ហ្នឹងគឺជាបងប្រុសជាប្អូនប្រុសទី3ហើយនិងប្អូនប្រុសទី4ហើយគាត់ត្រូវជាប្អូនប្រុសទី2បងប្អូនត្រូវជាបងប្រុសទី2បងប្អូនហើយនៅមានបងប្រុសច្បងមួយទៀតនិយាយទៅបែបចែកដល់គ្នាមានគាត់នឹងទី2ហើយមានបងប្រុសច្បងមួយទៀតបន្តមកអាប្អូនបងទី3ទី4នឹងជាអ្នកសម្លាប់ប្អូនពៅឥឡូវយើងបកទៅស្ដាប់រឿងហេតុដំបូងសិនក៏ពិតទៅប្អូនប្រុសរបស់គាត់នឹងគឺមានជីវភាពក្រីក្រខ្លាំងតែមែនទែននៅថ្ងៃមួយនឹងគាត់ក៏បានស្គាល់នារីម្នាក់ដែលនារីម្នាក់នឹងគាត់មានសម្រស់ស្រស់ស្អាតខ្លាំងតែមែនទែនប៉ុន្តែតោះថាគាត់នឹងមានជំងឺវិកលចរិតដែលថ្ងៃខ្លះក៏ជាថ្ងៃខ្លះក៏មិនសូវគ្រប់អីចឹងណាប្អូនប្រុសរបស់គាត់នឹងក៏បានចាប់នារីម្នាក់នឹងយកធ្វើប្រពន្ធហ្មងទៅហើយក៏បានមានតែពោះមានកូនអីចឹងណាបន្ទាប់ពីមានផ្ទៃពោះអីចឹងទៅគាត់នឹងក៏បាននាំហើយក៏នាំប្រពន្ធកូនរបស់គេនឹងទៅបង្កើតក្រុមគ្រួសារមួយប្រពន្ធរបស់គាត់បើសិនជាមិនលេបថ្នាំអីចឹងទៅម្ដងសតិមិនសូវល្អចឹងដោយសារតែអត់មានលុយសម្រាប់មើលថែរក្សាប្រពន្ធរបស់គាត់នឹងក៏សម្រេចចិត្តទៅធ្វើការនៅកន្លែងដែលបងប្រុសធ្លាប់ទៅធ្វើដែរជាអ្នកខាងជីករ៉ែត្បូងអីចឹងទៅដើម្បីយកលុយទាំងអស់ហ្នឹងយកមកព្យាបាលជំងឺប្រពន្ធរបស់គាត់លុះដល់ថ្ងៃកើតហេតុដោយសារតែអញ្ចេះបងប្អូននៅកន្លែងធ្វើការរបស់គេហ្នឹងកន្លែងជីករ៉ែជីកត្បូងអីទ្រូងភ្នំហ្នឹងគឺគេមានលក្ខខណ្ឌណាបងប្អូនបើសិនជាអ្នកដែលគាត់ធ្វើការមានការគ្រោះថ្នាក់គឺគេនឹងផ្ដល់សំណងឲ្យយើងច្រើនតែមែនទែនដូចជាការធានារ៉ាប់រងអីចឹងណាហើយដល់ពេលអញ្ចឹងទៅបងប្អូនដែលទាំងប្រហែលទាំង3 4 5នាក់ហ្នឹងគាត់ក៏ចង់បានលុយពីប្អូនប្រុសពៅចឹងណាបងប្អូនហើយក៏បានរៀបកម្រងសម្រាប់ប្អូនប្រុសហើយនឹងអ្នកដតីទៀតអីចឹងទៅហើយការសម្លាប់ហ្នឹងគឺមិនមែនត្រឹមតែប្អូនប្រុសបង្កើតអីហ្នឹងទេគឺមានអ្នកផ្សេងទៀតដែរបងប្អូនគឺពួកហ្នឹងធ្វើតែអញ្ចឹងឯងបងប្អូនដើម្បីទទួលបានលុយសំណងនិយាយខ្លីទៅគឺដើម្បីទទួលបានលុយធានារ៉ាប់រងអាយុជីវិតទៅលើកម្មករទាំងអស់នោះចឹងណាហើយពួកគេទាំងប្រហែលអ្នកហ្នឹងតែងតែធ្វើអញ្ចឹងទៅកាន់អ្នកដតីផងដែរហើយមួយវិញទៀតអ្នកនរគ្នាពួកគេគិតថាបើសិនជាពួកគេធ្វើបាបទៅកាន់អ្នកដែលគាត់មានក្រុមគ្រួសារដែលជាមនុស្សអនាថាមនុស្សវិកលចរិតអីផ្សេងណាពួកគេអាចនឹងមិនសូវជារោរឿងហើយវាអាចថាអត់ចាប់ពួកគេបានអីចឹងជាធម្មតាអ្នកដែលជាជនអនាថាឬមួយក៏ជាមនុស្សដែលមានសតិមិនសូវល្អពួកគេតែងតែអត់សូវដឹងរឿងអីនោះទេអញ្ចឹងពេលដែលបាត់សមាជិកបាត់អីគឺថាចោលស្ងាត់បាត់ឈឹងអញ្ចឹងហ្មងអូខេសម្រាប់សាច់រឿងទី2នេះដែរមានសូមខន្តីអភ័យទោសផងបើសិនជាមានការសម្រាយខុសឬមួយក៏មានការលើសលួសឬមួយក៏មានការខ្វះខាតនៅត្រង់ចំណុចណាហើយមានសូមអធិស្ឋានមែនទែនអូខេហើយមានតែប៉ុណ្្នឹងកុំភ្លេចចុច like ចុច share បានច្រើនផងណាដើម្បីជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណ凌晨时分见到这种早点摊，千万别去吃，因为那里招待的可能不是人，而是孤魂野鬼，事情诡异程度超出你的认知。欢迎收听《鬼实录之荒郊早点铺》。
事情发生在河南开封郊区，那是2013年的盛夏时节。富贵是一名挖掘车司机，随工程队来到市郊的一片荒地搞开发。由于是起步阶段，工棚还没有搭好，富贵怕夜里有毛贼偷挖掘机的汽油，索性就睡在了挖掘机里。夏日的午夜，蚊虫确实多。凌晨时分，富贵被嗡嗡叫的蚊子扰得睡不着，无奈的富贵打着手电筒，准备去向工友们要根蚊香点上。可是没走几步，却看不远处亮着一盏小灯。富贵心里嘀咕：这半夜3更点着灯做什么？在好奇心的驱使下，富贵缓缓走了过去。走近一看，竟然是一个早点摊，一对老夫妇正忙活着蒸包子、炸油条。诡异的是，这早点摊虽在荒郊野地，可食客却不少。一阵食物的香味飘来，富贵肚子里的馋虫也被勾了起来。于是他找了张空桌子坐下，对着忙碌的老夫妇喊道：“老板，给我来笼包子，再整碗胡辣汤。”富贵吆喝完，却发现气氛有些不对劲。突然，摊主和食客都停下了手上的动作，直勾勾地望向富贵。富贵以为是自己嗓门大，惊扰了人家吃饭，尴尬地笑了笑，便掏出手机边玩边等饭。没几分钟，老板娘悄无声息地端来了一笼包子和一碗胡辣汤。俗话说，包子不蘸醋，香味少一半。富贵对老板娘说道：“再来点醋呗。”可那老板娘却没有任何回应，悠悠地转身离开。而其他的食客却突然回头，眼神空洞地再次望向富贵。富贵被盯得心里发毛，暗自纳闷：我这要求也不过分啊，都盯着我看什么呀？难道是被小爷这帅气的容颜迷住了不成？昏暗的灯光下，富贵看不清他们的脸。更诡异的是，老板和食客都安安静静的，不曾发出一点声音。富贵心里生出一丝异样，却又说不上是哪里不对劲，于是埋头猛吃起来。可不知怎么的，越吃越觉得这包子有股子腥味。富贵嘴里嘟囔着，服务态度差不说：“这玩意这么难吃，还拿来卖，真是糊弄鬼呢。”说完，扔下筷子起身就走。突然，富贵的肚子传来一阵剧痛，突如其来的疼痛让他捂着肚子满地打滚，嘴里哼哼唧唧地喊着：“好疼啊，疼死我了！”而正当富贵痛不欲生的时候，那些沉默的食客却慢慢地将他围了起来。而此时此刻，富贵才真正地看清了他们的脸。这些食客根本不是人，是鬼。只见他们脸色灰青，脸上像是枯树皮般干枯凹陷，无神空洞的眼睛里没有瞳孔，泛着幽幽的绿光。富贵哪见过这阵仗，不但遇到了鬼，他瞄的还是一大群鬼。富贵被吓得魂飞魄散，发出了凄厉的惨叫。突然他感觉一股冰凉的液体滴滴答答滴在了他的脸上，抬头一看，竟然是头顶上的那群鬼流出的口水。富贵感觉下一秒他们就会一拥而上，将自己啃食的骨头都不剩。许是惊吓过度，富贵眼前一黑，就昏死了过去。不知过了多久，富贵隐约听到有人在叫他，他惊叫着坐了起来，定睛一看，眼前围着他的已经不是那群恶鬼，而是自己的工友。工友们关切地问：“你怎么睡在这荒地里，脸色还这么差？”富贵一脸蒙圈地看着众人，竟不知从何说起，只是呆愣愣地说了句：“我刚在这吃早点呢。”工友们听后一脸的不可置信，这荒郊野地哪来的人卖早点？我看你是见鬼了！一语惊醒梦中人，富贵想起夜里那诡异的早点摊，确实透着点邪乎劲。突然胃里一阵翻江倒海，富贵泛起了恶心，哇的一声，他将胃里的东西全部吐了出来。富贵面如土色地看着地下的呕吐物，并不是夜里吃的包子和胡辣汤，竟然是杂草、泥土、蚯蚓和青蛙腿，还散发着浓重的腐臭味，熏得工友们也忍不住呕了起来。富贵被急救车拉去医院治疗，又是洗胃又是清肠子，折腾的富贵叫苦连天，可还是不见好转。后来富贵的六叔请来一位会看事的先生，在先生的指点下，六叔去那摆早点摊的荒地上烧了些纸钱，富贵的病才有了转机。 លោកបានបន្តិចក្រោយមកទៀតក៏ដល់វេនគាត់តែម្ដងហើយមនុស្សចំនួន3នាក់នោះបាននិយាយគ្នាដែលគាត់ស្ដាប់មិនយល់នោះទេគាត់បានត្រឹមតែឮពួកគេសន្ទនាជាមួយគ្នាតែប៉ុណ្ណោះ សាច់ចូលគ្នាជីវ៉ាថាជីវីម៉ាស្តាកតោស៊ីវ៉ាវ៉ាវ៉ាបាត់ដំបងណាទីអូខេអេគីមម៉ាស្តាសុនសាច់គោមួយសង្វាក់វ៉ាវ៉ា
សួស្តីអ្នកនរគ្នាឥឡូវនេះអេដមីនបានយករឿងថ្មីមកទៀតហើយតាក់ទងទៅនឹងរឿងនៅក្នុងប្រទេសចិនដែលរឿងមួយនេះកើតឡើងចំពោះក្មេងប្រុសម្នាក់កាលពី10ឆ្នាំមុននៅក្នុងប្រទេសចិនផ្ទះរបស់គេនឹងគឺតែងតែមានខឿនជាទម្រង់បែបនេះដូចនៅក្នុងវីដេអូនៅក្នុងប្រទេសចិនគឺតែងតែធ្វើផ្ទះដែលមានជារនាំងឬមួយក៏ជាខឿនសម្រាប់ខាំងដូចជាកុំឲ្យមានអីចូលហើយដូចនៅក្នុងខ្សែភាពយន្តគឺយើងតែងតែឃើញមានខ្មោចឆៅឬមួយក៏អីហ្នឹងគឺគាត់មិនអាចលោតឡើងបាននោះទេដោយសារតែមានខឿនខាំងនឹងឯងឥឡូវយើងមកមើលឧទាហរណ៍ជាក់ស្ដែងដូចបរិសនេះគាត់ធ្វើជាខ្មោចឆៅលោតត្រឹកឡើងកម្មចដាអញ្ចឹងណាប៉ុន្តែសយហ្មងតោះកុំឲ្យខាតពេលយូរយើងទៅសម្ដាប់ជាមួយនឹងខ្ញុំបាទទាំងអស់គ្នាតែម្ដងទៅនៅក្នុងរឿងនេះគេនិយាយពីក្មេងប្រុសម្នាក់ដែលគាត់បានចែករំលែកតាក់ទងទៅនឹងបទពិសោធន៍ជួបខ្មោចរបស់គាត់នៅក្នុងថ្ងៃមួយក្មេងប្រុសម្នាក់នេះគាត់បានទៅលេងផ្ទះយាយរបស់គាត់ហើយគេក៏បានមើលទូរទស្សន៍នៅពេលល្ងាចតែម្នាក់ឯងពេលនោះគាត់ស្រាប់តែគាត់បានឃើញលោកពូទី3របស់គាត់កំពុងតែដើរចូលមកក្នុងផ្ទះប៉ុន្តែគាត់បែរជាយកជើងនឹងទាត់កន្លែងខឿនមុខផ្ទះទៅវិញក្មេងប្រុសម្នាក់នោះគេពិតជាឆ្ងល់ខ្លាំងមែនទែនថាលោកពូលីរបស់គេនឹងមិនក៏មិនដើរចូលមកបែរជាយកជើងនឹងទាត់កន្លែងខឿនមុខទ្វារនឹងទាត់មិនព្រមឡើងមកតតែសោះគេមានអារម្មណ៍ដូចជាចម្លែកមិនដឹងនោះទេហើយគេក៏បានសង្កេតឃើញថាខ្លួនរបស់ពូគេនឹងគឺទៅទឹកសើមជោគតែម្ដងបន្តមកទៀតគេក៏ឃើញលោកពូរបស់គេនឹងភ្នែកដូចជាខ្មៅមិនដឹងនោះទេក្នុងសភាពដូចជាមិនមែនជាមនុស្សអំឡុងពេលនោះដែរគេក៏បានរត់ចូលទៅក្នុងបន្ទប់ភ្លាមដោយសារតែគេគិតថាលោកពូលីគឺមិនមែនជាមនុស្សនោះទេបើសិនជាគាត់ជាមនុស្សគាត់នឹងអាចឡើងចូលមកក្នុងផ្ទះបានហើយបន្តមកទៀតក្មេងប្រុសម្នាក់នោះគាត់ក៏បានចូលទៅក្នុងបន្ទប់ហើយចាក់សោទ្វារជាប់តែម្ដងគេបានសម្លឹងមើលពីចម្ងាយក៏ឃើញថាពូរបស់គេនឹងបានទៅបាត់ហើយបានប្រហែលជា10នាទីទៅ15នាទីក្រោយមកគាត់ក៏បានមើលថាពូរបស់គាត់នឹងទៅណាបាត់ហើយអ្វីដែលកាន់តែចម្លែកទៀតនោះកន្លែងដែលពូគេឈរគឺពោពេញទៅដោយទឹកវាប្រៀបបានដូចជាមនុស្សទៅតែងុយទឹកហើយចឹងណាដោយសារតែឃើញពូរបស់គេនឹងបានត្រឡប់ទៅវិញគេក៏បានរត់ចេញពីផ្ទះទៅរកម្ដាយរបស់គេតែម្ដងបន្តមកទៀតគេក៏បានរត់ឃើញមនុស្សមួយក្រុមកំពុងតែឈរជុំគ្នាមិនដឹងថាពួកគេទាំងអស់គ្នាមានរឿងអីនោះទេបន្តមកក្មេងប្រុសម្នាក់នោះក៏ចូលទៅមើលនឹងគេដែរលោកពូម្នាក់បានប្រាប់ថាឯងក៏មកមើលអីក្មេងៗមិនអោយមើលនោះទេហើយក្មេងប្រុសម្នាក់នោះគឺកាន់តែឆ្ងល់ទៀតហើយថាមានអ្នកណាគេនឹងកាត់អីពូម្នាក់នោះបានប្រាប់ថាគឺលោកពូលីរបស់ឯងគាត់មានគ្រោះថ្នាក់ដែលគេនឹងគឺបានស្លាប់បាត់បង់ជីវិតទៅហើយក្មេងប្រុសម្នាក់នោះគឺកាន់តែស្លន់ស្លោទៀតហើយដោយសារតែពូរបស់គេនឹងទៅផ្ទះមិញហ្នឹងអញ្ចឹងមានន័យថាពូរបស់គេមិញគឺជាខ្មោចឲ្យច្បាស់ចេះហ្មងឥឡូវនេះក្មេងប្រុសម្នាក់នោះគឺកាន់តែច្បាស់ហើយថាមិញគឺជាខ្មោចរបស់ពូរបស់គេនឹងឯងបន្តមកទៀតពូទី4របស់គេនោះបានជូនគេត្រឡប់ទៅផ្ទះវិញហើយគេក៏បាននិយាយរឿងរ៉ាវទាំងអស់នេះទៅកាន់ឪពុកម្ដាយរបស់គេហើយអ្នកភូមិទាំងអស់នោះបាននិយាយប្រាប់ថាលោកពូលីបានជិះម៉ូតូលឿនហើយក៏ធ្លាក់ចូលទៅក្នុងទឹកហើយក៏បានបាត់បង់ជីវិតស្លាប់បាត់ទៅលុះព្រឹកស្អែកឪពុករបស់គេនឹងក៏ទៅចូលរួមបន់សពរបស់ពូគេហើយឪពុករបស់ក្មេងប្រុសនោះក៏ស្រាប់តែឃើញមានអីចម្លែកនៅក្នុងក្តារមឈូសគឺពោពេញទៅដោយទឹកហើយទឹកទាំងអស់នោះក៏បានស្រក់ចេញពីក្តារមឈូសផងដែរបន្តមកទៀតក៏មានលោកអាចារ្យ2-3នាក់គាត់ត្រូវមកបូជាសពប៉ុន្តែពួកគាត់ទាំងអស់គ្នាបែរជាមិនឃើញមានអីទៅវិញហើយហេតុការណ៍មួយនេះដែរគឺគ្មានអ្នកណាគេនឹងបានឃើញនោះទេក្រៅពីប៉ារបស់ក្មេងប្រុសម្នាក់នោះបន្តមកប៉ារបស់ក្មេងប្រុសនោះក៏បាននិយាយប្រាប់យើងថាគាត់នឹងមានអ្នកមីងភ្លោះចំនួន2នាក់ហើយគាត់តម្រូវឲ្យអ្នកមីង2នាក់នោះរស់នៅបែកគ្នាមួយរយៈសិនព្រោះអីថាតាំងតែអ្នកមីង2នាក់នោះគាត់បានមករស់នៅជាមួយគ្នាក៏ស្រាប់តែមានរឿងហេតុចម្លែកនេះទៅហើយគេក៏បានប្រាប់ថាតម្រូវឲ្យអ្នកមីង2នាក់នោះទៅរស់នៅបែកគ្នាមួយរយៈសិនហើយរឿងទី1របស់យើងក៏ចប់មិនដែរអ្នកនរគ្នាក្រោយពីស្ដាប់រឿងទី1របស់យើងហើយតើអ្នកនរគ្នាយល់យ៉ាងណាដែរបើសិនជាអ្នកនរគ្នាមានមតិអីអាចខមមិននៅក្នុងវីដេអូនេះបានតោះឥឡូវយើងទៅទស្សនាវីដេអូទី2តែម្ដងទៅរឿងទី2នេះគេនិយាយតាក់ទងទៅនឹងក្មេងប្រុសម្នាក់ទៀតដែលមានឈ្មោះថាឈៀងក្មេងប្រុសឈៀងហើយនឹងម្ដាយពួកគេទាំងពីរនាក់បានទៅលេងស្រុកកំណើតដែលត្រូវជាផ្ទះរបស់យាយគេនៅល្ងាចនោះលោកយាយក៏បាននិយាយរឿងរ៉ាវប្រាប់ទៅកាន់ក្មេងប្រុសឈៀងលោកយាយបាននិយាយថានៅភូមិក្បែរនេះគឺមានរឿងចម្លែកដោយសារតែមានម្ដាយរបស់ប្តីប្រពន្ធវ័យក្មេងមួយគូបានស្លាប់ប៉ុន្តែគាត់បែរជារស់ឡើងមកវិញដែលកូនប្រុសរបស់គាត់មានឈ្មោះថាអាជាងហើយនឹងប្រពន្ធពួកគេទាំងពីរនាក់បានរស់នៅជាមួយនឹងស្ត្រីដែលជាម្ដាយចាស់រាល់ព្រឹកអាជាងតែងតែហៅម្ដាយដើម្បីមកញ៉ាំអីជុំគ្នាហើយគាត់ក៏បានហៅម្ដាយរបស់គាត់ដូចជាធម្មតាពេលដែលអាជាងអង្គុយទ្វារហៅម្ដាយនោះក៏ស្រាប់តែគ្មាននរណាគេនឹងបើកទ្វារតតែសោះគាត់កាន់តែមានការងើឆ្ងល់ទៀតហើយថាម្ដាយរបស់គាត់មិនក៏សម្រានយូរម្ល៉េះស្របពេលនោះគាត់ក៏បានបើកទ្វារចូលមើលតែម្ដងហើយគេក៏បានឃើញម្ដាយរបស់គេនឹងដេកនៅលើគ្រែថ្មឹងដូចជាមនុស្សស្លាប់អញ្ចឹងហើយគាត់ក៏ចាប់ផ្ដើមភ័យស្លន់ស្លោតែម្ដងខណៈនោះដែរអាជាងក៏បានបើបង្អួចបើកទ្វារដើម្បីឲ្យមានខ្យល់ចូលតែមើលទៅហាក់បីដូចជាមិនអាចជួយគាត់បាននោះទេដោយសារតែម្ដាយរបស់គាត់នឹងបាត់ដង្ហើមហើយនឹងប៉ុន្តែគាត់មានអារម្មណ៍ថាម្ដាយរបស់គាត់គឺដូចជានៅរស់នៅឡើយទេលុះបន្តមកទៀតអាជាងគេក៏បានរៀបចំពិធីបុណ្យសពឲ្យម្ដាយតែនៅក្នុងអារម្មណ៍របស់គេគឺគិតថាម្ដាយរបស់គេមិនទាន់ស្លាប់នោះទេលុះយកមកដល់អាជាងគេក៏បានស្រែកយំហើយគេនៅតែនឹករលឹកដល់ម្ដាយរបស់គេហើយរឿងចម្លែកក៏បានកើតឡើងម្ដាយរបស់អាជាងក៏បានដឹងខ្លួនឡើងមកវិញពេលនោះដែរអាជាងក៏បានលន់មកថា
Oh my god what is that ហើយម៉ាក់របស់ជាងក៏បានតបតជាភាសាជប៉ុនថា Konnichiwa បាត់ដំបង Natio Kenkara Sisup Simaste គុណនេះជីវៈ Kamasta Stesta ហាបងម៉ាក់និយាយអីហ្នឹងបន្ទាប់មកពួកគេទាំងពីរអ្នកប្តីប្រពន្ធនោះបានគ្រាលោកយាយទៅកាន់កន្លែងដេកមួយទៀតហើយលោកយាយក៏បាននិយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់កូនរបស់គាត់ដែលគាត់បាននិយាយប្រាប់ថាពេលដែលគាត់ដេកលក់នោះឃើញមានមនុស្សចំនួន2នាក់ដែលមានមាឌធំធំហើយនឹងខ្មៅហើយពួកគេទាំងពីរនាក់បាននាំគាត់ទៅកាន់កន្លែងមួយដំបូងឡើយគាត់មិនអាចកម្រើកដៃជើងបាននោះទេប៉ុន្តែមានអារម្មណ៍ដូចជាគាត់អាចក្រោកឈរបានហើយគាត់ក៏បានដើរតាមមនុស្ស2នាក់នោះពេលកំពុងតែដើរតាមនោះគាត់មិនអាចមើលឃើញអីតតែសោះពេលដែលដើរតាមបានឆ្ងាយបន្តិចក៏ស្រាប់តែឃើញមនុស្សមួយក្រុមកំពុងតែដើរចូលទៅកាន់ទីតាំងកន្លែងនោះផងដែរហើយគាត់ក៏ចេះតែដើរតាមមនុស្សទាំងអស់នោះបន្តមកទៀតគាត់ក៏បានឃើញគេកំពុងតែឆែកអីមិនដឹងនោះទេលុះបានបន្តិចក្រោយមកទៀតក៏ដល់វេនគាត់តែម្ដងហើយមនុស្សចំនួន3នាក់នោះបាននិយាយគ្នាដែលគាត់ស្ដាប់មិនយល់នោះទេគាត់បានត្រឹមតែឮពួកគេសន្ទនាជាមួយគ្នាតែប៉ុណ្ណោះសាជោខនេជីវ៉ាថាជីវីម៉ាស្តាកតោស៊ីវ៉ាវ៉ាវ៉ាបាត់ដំបងណាទីអូខេអេគីមម៉ាស្តាសុនសាគោមួយសង្វាក់វ៉ាវ៉ាក្រោយពីពួកគេទាំង3នាក់នោះបាននិយាយគ្នារួចមកពួកគេទាំង2នាក់នោះក៏បាននាំលោកយាយនឹងមកក្រៅហើយក៏ស្រាប់តែគាត់ក៏បានមកដល់កន្លែងដែលកូនរបស់គាត់កំពុងតែឈរហើយគាត់កំពុងតែមានអារម្មណ៍ដូចជាកំពុងតែហោះហើរអញ្ចឹងអំឡុងពេលនោះក៏ស្រាប់តែគាត់ក៏បានចូលទៅក្នុងរូបរបស់គាត់វិញហើយលោកយាយក៏បានដឹងខ្លួនមកតែម្ដងហើយនេះក៏ជាមូលហេតុដែលគាត់ចាំពាក្យពេចន៍ដែលពួកគេទាំងអស់គ្នានោះនិយាយគុណនេះជីវ៉ានៅចុងក្រោយអាជាងគេក៏បាននិយាយថាជឿឬមិនជឿគឺអាស្រ័យទៅលើលោកអ្នកនោះទេព្រោះអីម្ដាយរបស់គេគឺបាននៅរស់មកដល់សប្តាហ៍ថ្ងៃនេះហើយនៅចុងបញ្ចប់នៃសាច់រឿងគេក៏បាននិយាយប្រាប់យើងថាតើអ្នកនរគ្នាធ្លាប់ជួបរឿងទាំងអស់នេះដែរឬទេតើមនុស្សយើងពេលដែលស្លាប់ទៅតែងតែទៅភពផ្សេងមែនដែរឬអត់ហើយមនុស្សយើងអាចមានយមបាលយកព្រលឹងច្រឡំដែរឬមួយក៏អត់ហើយទាំងអស់នេះគឺយើងមិនអាចដឹងច្បាស់នោះទេលុះត្រាតែអ្នកណាគេធ្លាប់ទៅលេងនៅឋាននរកច្រឡំហើយវីដេអូការសម្រាយរឿងរបស់ admin ក៏មកដល់ទីបញ្ចប់ចុងក្រោយ admin សូមខន្តីអភ័យទោសផងរកការប្រាក់ពាក្យពេចន៍លេងសើចរបស់ admin ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណបាយបាយ